ចូលដំបងហ្នឹងទូចទៀបដូចគ្មានឋានៈគ្មានតួនាទីអីទៅគឺអត់មានចំណេះជំនាញអីហ្នឹងគឺថាទៅធ្វើការដំបងសបាយហ៎ស្គាល់គ្នាស្និទ្ធស្នាលគ្នាហូបបាយជាមួយគ្នាមានសាច់ជ្រូកម្ដុំចឹងប្រហុកម្ដុំប្រហុកកប់ឬក៏ស្អីចឹងកាយដាក់ប្រមូលចូលគ្នាទៅអ្នកនេះមានអីអ្នកនោះមានអីចែកគ្នាហូបមួយម៉ាត់មកកសបាយក្អាកក្អាយឆ្ងាញ់ពិសាតែម្ដងគឺគ្មានមើលបំណាំគ្នានរណាមានអីនរណាច្រើនអីនរណាទាស់អីគឺថាសហការគ្នាស្រឡាញ់គ្នាជួយមើលការខុសត្រូវគ្នាដូចបងប្អូនដូចក្រុមគ្រួសារចឹងធ្វើការសបាយហ៎នៅពេលដែលយើងអត់ទាន់មានតួនាទីអីទាំងអស់ព្រោះជាកម្មករគេអញ្ចឹងស្រឡាញ់គ្នាមើលដូចថាមើលការខុសត្រូវគ្នាទៅវិញទៅមកជួយគ្នាមានអីមានចំណៃមួយម៉ាត់ក៏មិនដែលរំលងគ្នាដែរនឹងនិយាយពីរឿងកាលនៅតូចដល់តែពេលធ្វើការយូរបន្តិចគាត់ឡើងធំបន្តិចបានទៅជាមេការមើលការខុសត្រូវហ្នឹងមិនមែនមេការធំអីមើលមកក្រុមហ៊ុនទេគឺមកអាគារហ្នឹងឯងគឺមើលតែគេឲ្យធ្វើជាមេក្រុមមិនមេការទេគឺយើងគ្នា10នាក់អញ្ចឹងយើងមើលក្រុមយើងអញ្ចឹងទៅចាប់ផ្ដើមខ្លាចជាមេក្រុមចាប់ផ្ដើមមានគំនិតរៀងឯកោបន្តិចហើយព្រោះអីកាលនៅដូចគ្នាទូចអត់សូវស្ដីគ្នាស្ថាអីគ្នាចេះជួយគ្នាបាយមួយម៉ាត់មកកចេះហូបដល់ពេលខ្លាចទៅជាមេក្រុមថ្នាក់លើចេះបជាមកឲ្យធ្វើនេះធ្វើនោះជួយមើលជួយស្ដីជួយថាជួយតម្រែជួយតម្រង់ពេលខ្លះមានការថ្នាក់គ្នាចាប់ផ្ដើមរៀងតម្លើងរឹកខ្លួនឯងដែរព្រោះមេក្រុមគេដូចធ្វើចរិតរៀងនេះបន្តិចទៅរៀងគ្រាន់ជាងគេបន្តិចទៅចាប់ផ្ដើមបន្តិចទៅអាហ្នឹងចាប់ផ្ដើមបោសឃ្លៀកខ្មែរយើងថាបោសឃ្លៀកហ្នឹងគឺចេះដើរចេះគឺដូចថាមានតែអញទៀតណាដល់ចឹងទៅចាប់ផ្ដើមអាការហូបចុកជាមួយគ្នាហ្នឹងឡើងស្និទ្ធស្នាលដូចមុនហើយអ្នកដែលតូចតាចហ្នឹងក្រុមនិយាយទៅអ្នកដែលកម្មកររីរងគេនៅតែសបាយជុំគ្នាដែរតែមេការដែរមេក្រុមហ្នឹងចាប់ផ្ដើមរៀងឆ្ងាយគេបន្តិចដល់តែពេលធ្វើការយូរទៅដូចរៀងបោសឃ្លៀកទៅរៀងមេទុកចិត្តថាអាចបង្ក្រាបអាចអីគេឬក៏មានឋានៈអីរៀងខ្ពស់អញ្ចឹងហើយគួរឲ្យទុកចិត្តព្រោះមកចាត់អីមកចាត់អីចឹងទៅឡើងទៅមេការសម្រាប់គ្រប់គ្រងមិនមែន10នាក់ឡើង100នាក់ចឹងការងារហ្នឹងកាន់តែឡើងខ្ពស់ទៅយូរអាចន់ក្រមឡើងឲ្យនៅហើយព្រោះគេឡើងកម្មទៅជានាយនេះនាយនោះចឹងឡើងកម្មទី2ពេលដែលឡើងយើងដឹងហើយកាលនៅក្រមនេះមានគ្នាប្រហែល500នាក់គឺសបាយមែនតើដល់ពេលជាមេក្រុមចាប់ផ្ដើមឯកោដល់ពេលឡើងទៅមកកម្មអស់ហើយចាប់ផ្ដើមនៅសល់តិច100នាក់ហើយទៅឡើងខ្ពស់ទៅដល់ជាន់ទី25ឡើងធ្វើជា CEO ជាមេដូចជានាយករដ្ឋមន្ត្រីអញ្ចឹងដូចលោកហ៊ុនសែនសប្ងៃអញ្ចឹងប៉ុន្តែត្រូវចាំថារាល់កម្មហ្នឹងគឺចាប់ផ្ដើមឯកោរហូតខ្លួនឯងហ្នឹងគឺអត់អាចបាយជុំគ្នាអត់អាចធ្វើអីឬក៏និយាយទៅលែងស្និទ្ធស្នាលលែងសបាយលែងស្គាល់អាប្រហុកខ្ទិះឬក៏កសាំងដៃប្រឡាក់សិតតែដីស៊ីម៉ង់មកអង្គុយសើចក្អាកក្អាយនឹងសបាយជាមួយគ្នាអីលែងមានទាំងអស់ព្រោះអីគេនៅម៉ាស៊ីនត្រជាក់គេមាន hamburger គេចង់ filet លុកឡាក់អីក៏បានដែរប៉ុន្តែអាលុកឡាក់អា filet អីហ្នឹងឡើងកាន់តែខ្ពស់រសជាតិកាន់តែល្វីងកាន់តែខ្សោះកាន់តែវាអត់ជាតិណាព្រោះហូបតែម្នាក់ឯងឯកោទៅដល់លើមែនតើលែងមានមនុស្សដែលអាចនិយាយគ្នាបានព្រោះយើងវាមើលម៉ាត់យើងវាស្អីចឹងទៅយើងចេះតែសកត់គេយើងចេះតែច្អល់គេយើងចេះតែដកនេះដកនេះនោះដាច់ផឹងលែងមានអ្នកណារាប់អានចុងក្រោយលោតស្លាប់ខ្លួនបាត់ដោយសារតែកំសត់ពេកនេះខ្ញុំនិយាយពីរឿងផ្សេងតែអត់តតងនឹងលោកហ៊ុនសែននេះគាត់ថាពេលនេះលោកហ៊ុនសែនកំពុងតែបានទួនាទីខ្ពស់កប់ពពកអញ្ចឹងដែរលោកមិនទៅលោតស្លាប់ខ្លួនទេប៉ុន្តែរឿងដែលសំខាន់នេះវាហាក់បីដូចជាគាត់អត់បានដឹងអាខាងក្រោមហ្នឹងគេធ្វើអីទៅវិញទៅដល់ថ្នាក់លើខ្ពស់គាត់ចាប់ផ្ដើមមើលទៅថាចុះថ្នាក់ក្រោមគេធ្វើអីហើយដល់ពេលហើយក្នុងនាមជាប្រមុខដឹកនាំប្រទេសគាត់សួរសំណួរមួយថាឆ្ងល់មែនតើតើពួកដែលឆោបបោកអនឡាញដែលជាជនបរទេសមកប្រសាច់ពេញស្រុកខ្មែរហ្នឹងចូលតាមច្រកណាហើយមកដោយរបៀបណាព្រោះអត់ប៉ាសពតទៅទៀតបងប្អូនខ្ញុំព្រឺសបល់ណាគាត់និយាយរឿងពេលដែលលោកហ៊ុនសែនសួរអញ្ចឹងខ្ញុំនិយាយឲ្យស្មោះខ្ញុំព្រឺសបល់ហេតុអីបានជាខ្ញុំព្រឺសបល់ខ្ញុំមានរឿងពីរដែលខ្ញុំនិយាយប្រាប់បងប្អូនក្រៅពី The Sky The Limit ហ្នឹងដើម្បីឲ្យបងប្អូនយល់ជាកតិហើយខ្ញុំថាលោកហ៊ុនសែនជួនកាលសម្ដែងពីភាពស្មោះត្រង់របស់គាត់មួយដែរថា
អ្នកខាងក្រោមក្បត់គាត់ណាមន្ត្រីគាត់ក្បត់គាត់វាអាចជាការពិតមួយក្នុងជ្រុងមួយគាត់ចង់និយាយថាមន្ត្រីហ្នឹងគឺក្បត់មេអត់អនុវត្តតាមអ្វីដែលមេចង់បានទេគឺរាយការណ៍យកតែបងរួយទៅមកយកតែសងទម្លាក់កំហុសមកលើថ្នាក់លើអាថ្នាក់ក្រោមស៊ីបែកពោះហើយឥឡូវដល់ពេលរឿងតាក់តងនឹងរឿងនេះគឺទៅជាបន្ទោសថ្នាក់ដឹកនាំខ្ញុំមានរឿងពីរដែលខ្ញុំចង់បញ្យល់តែខ្ញុំថាអាណិតលោកហ៊ុនសែនហើយក្នុងពេលជាមួយគ្នាហ្នឹងក៏ឆ្ងល់អំពីភាពដឹកនាំរបស់គាត់ដែរខ្ញុំព្រឺសម្បល់ដោយសារអញ្ចេះឧទាហរណ៍ថាយើងជាម្ចាស់ទ្រព្យមានបើកហាងមួយចោះថាលក់គ្រឿងអលង្ការហើយដើម្បីការពារសន្តិសុខហាងយើងណាហាងគ្រឿងអលង្ការយើងនេះយើងទៅជួលក្រុមហ៊ុនសន្តិសុខដើម្បីឲ្យគេមកដេកយាមឬក៏អង្គុយយាមមានកាភ្លើងមានអីអញ្ចឹងទៅដើម្បីការពារខ្លាចគេមកលួចទ្រព្យគ្រឿងអលង្ការរបស់យើងហើយយើងត្រូវបង់លុយឲ្យក្រុមហ៊ុនសន្តិសុខឬក៏ត្រូវបង់លុយឲ្យជួលសន្តិសុខដែលមកប្រចាំការជាការពិតសន្តិសុខត្រូវការដែលលះបង់ជីវិតឬក៏សុវត្ថិភាពផ្ទាល់ខ្លួនលក្ខណៈដើម្បីមកការពារទ្រព្យព្រោះអានឹងជាការងាររបស់គាត់បានប្រាក់ខែពីម្ចាស់ហាងដែលជួលក្រុមហ៊ុនសន្តិសុខឲ្យមកយាមកាមការពារទ្រព្យឲ្យលោកហ៊ុនសែនសប្ងៃដូចសន្តិសុខម្នាក់ដែលខ្ញុំនិយាយមិនអញ្ចឹងខ្ញុំតម្លាក់ឲ្យទៀបតិចចោះប៉ុន្តែខ្ញុំឲ្យបងប្អូនស្រួលយល់អញ្ចឹងប្រជាពលរដ្ឋខ្មែរគឺជាហាងគ្រឿងអលង្ការទាំងអស់នេះយើងមិនមានដល់ប៉ុណ្្នឹងឯងគ្រាន់ជាឧទាហរណ៍ទេបើយើងខ្មែរឯណាទៅជាម្ចាស់គ្រឿងអលង្ការរកតាបាយហូប3ពេលមកឲ្យត្រង់មាត់បានតែគ្រាន់តែខ្ញុំឲ្យឧទាហរណ៍យល់គឺយើងជាម្ចាស់យើងជួលលុយទៅឲ្យក្រុមហ៊ុនសន្តិសុខមកការពារទ្រព្យរបស់យើងហើយគាត់ក៏មកអញ្ចឹងទៅក៏ប៉ុន្តែថ្ងៃមួយសន្តិសុខនឹងគ្នាជិះកង់មកយាមតូបដែលឬក៏ហាងលក់គ្រឿងអលង្ការហ្នឹងនៅយប់នោះចៅលួចកង់គាត់បាត់ចៅលួចកង់សន្តិសុខដែលយាមហាងគ្រឿងអលង្ការនឹងបាត់ហើយគាត់ចាប់ផ្ដើមមានរឿងប៉ុន្តែសន្តិសុខនេះខុសពីលោកហ៊ុនសែនត្រង់កន្លែងនេះគាត់ពិបាកចិត្តមែនតើហើយនេះជាប្រស្នាសម្រាប់បងប្អូនទៀតនៅក្នុងអារឿងដែលខ្ញុំលើកឡើងប្រឌិតដើម្បីបង្កើតឲ្យមានជាឧទាហរណ៍ស្រួលយល់ទេគាត់បាត់កង់ព្រលឹមឡើងគាត់ឆោឡោតែម្នាក់ឯងប៉ុន្តែគាត់ប្រឈមរឿងពីរដែលមិនក្លាហានគ្រប់គ្រាន់ដូចលោកហ៊ុនសែនទេរឿងទី1រឿង2ហ្នឹងគឺតើគាត់ត្រូវរាយការណ៍ប្រាប់ក្រុមហ៊ុនហើយគាត់រាយការណ៍ប្រាប់ម្ចាស់ហាងដើម្បីសុំសមានចិត្តទិញកង់ឲ្យគាត់មួយបានជិះបានវិញដែរឬទេព្រោះអីកង់វាបាត់កង់ហ្នឹងថ្លៃមិនជាថ្លៃប្រហែលទេប៉ុន្តែប្រាក់ខែគាត់ហ្នឹងគឺបើទិញកង់ហ្នឹងគឺអស់បាត់ហើយមួយខែហ្នឹងចង់អស់ចឹងនិយាយទៅខ្វះអញ្ចឹងតើវាដូចថាជាទ្រព្យគាត់ចិន្តារបស់គាត់ហើយត្រូវជាមធ្យោបាយធ្វើដំណើរជិះមកយាមនៅកន្លែងហ្នឹងទៀតហើយបើបាត់បែបនេះតើគាត់អាចរាយការណ៍ទៅសន្តិសុខប្រធានសន្តិសុខឬក៏ម្ចាស់ហាងហ្នឹងទាំងពីរហ្នឹងដើម្បីបានកង់មកវិញឬក៏ដើម្បីរាយការណ៍ពីព្រឹត្តិការណ៍កើតឡើងហ្នឹងតើហ៊ានទៅរួចអត់រឿងនេះគឺជារឿងស្មុគស្មាញមែនតើរឿងដែលឲ្យអ្នកដែលយាមហាងគេឲ្យបាត់កង់ជាសន្តិសុខនេះគឺសំណួរដែលជា logic ជាហេតុផលតើបងប្អូនគិតថាសន្តិសុខអាចទៅរាយការណ៍ប្រាប់គេថាបាត់កង់កើតទេឬក៏បាត់ចោលតែម្ដងទៅកុំនិយាយអីសោះវាធ្វើគ្រោះដោយសារអញ្ចេះទី1ពេលដែលសន្តិសុខមកយាមគឺគេរំពឹងថាសន្តិសុខនេះនឹងជួយការពារសុវត្ថិភាពហាងគ្រឿងអលង្ការនេះគេអត់ខ្វល់ថាយើងការពារសន្តិសុខកង់របស់យើងទេអាហ្នឹងទី1ទី2ភារកិច្ចទទួលខុសត្រូវរបស់សន្តិសុខគឺយាមមួយយប់ទៅភ្លឺអត់ដេកទេនេះជាការទទួលខុសត្រូវរបស់សន្តិសុខទី2យើងសួរថាតើសន្តិសុខអាចទៅរាយការណ៍អីប្រាប់អ្នកទាំងអស់គ្នានឹងដើម្បីបានសមានចិត្តគេប្រាប់យើងថាអូយអាណិតគាត់ក្រគាត់ខ្វះខាតអីអញ្ចឹងហើយណាមួយគាត់មកសម្រានលក់ធ្វើម៉េចបើចោលវាលួចតើបងប្អូនសាកគិតទៅមើលរឿងនេះដូចរឿងកំ pl ែងអញ្ចឹងណាបងប្អូនដូចរឿងកំ pl ែងអញ្ចឹងដែលសន្តិសុខតើគួរប្រាប់គេឬក៏មិនគួរប្រាប់គេរឿង
បើសិនជាសន្តិសុខនេះទៅប្រាប់មេអាចមេដេញចោលបើប្រាប់ទៅម្ចាស់ហាងដើម្បីសុំឲ្យជួយលុយដើម្បីបានកង់ជិះវិញអាចម្ចាស់ហាងក៏គេលែងជួលឲ្យមកទៀតដែរព្រោះអីមកដេកលក់ហើយទៅអត់មើលកង់ខ្លួនឯងអានឹងធ្វើគ្រោះណាស់អញ្ចឹងនៅក្នុងសាច់រឿងកំ pl ែងនេះគឺគេធ្វើសមត្ថកម្មថាសន្តិសុខហ្នឹងមករាយការណ៍ប្រាប់ម្ចាស់ហាងសុំអង្វរប្រាប់ថាឲ្យជួយគាត់ផងគឺជួយទិញកង់ឲ្យគាត់ផងគាត់យប់មិញមកយាមគ្រឿងអលង្ការចោលលួចកង់បាត់ទៅហើយគាត់សង្ឃឹមថាម្ចាស់ហាងនឹងសន្តោសប្រោះប្រណីជារឿងកំ pl ែងទេបងប្អូនឃើញទេនៅពេលដែលយើងមកយាមហាងគ្រឿងអលង្ការឲ្យគេជិះកង់មកអាគេមិនឲ្យដេកសោះយើងដេកលក់មកយប់ទៅភ្លឺរួចទៅដល់ពេលឲ្យបាត់កង់ខ្លួនឯងទៀតហើយយើងទៅយាមគ្រឿងអលង្ការគេយ៉ាងម៉េចដែលគេជួលយើងឲ្យមកយាមគ្រឿងអលង្ការហើយកង់ខ្លួនឯងនឹងយើងយាមការពារអត់បានហើយស្រាប់តែភ្ញាក់ឡើងយើងចោទសួរគេថាអាណាលួចកង់ឆ្ងល់មែនតើអាណាហ៊ានលួចកង់តែយើងដេកលក់បាត់ហើយហ្នឹងទី1ទី2យើងអត់ទទួលខុសត្រូវចំពោះភារកិច្ចនៅក្នុងការយាមឃ្លាំងគ្រឿងអលង្ការគេផងដូច្នេះរឿងនេះណាគេចាត់ទុកថាជារឿងកំ pl ែងនៅពេលដែលកងសន្តិសុខហ្នឹងទៅប្រាប់ម្ចាស់ហាងសុំថាឲ្យជួយទិញកង់ឲ្យគាត់វិញទីបំផុតក្រុមហ៊ុនក៏គេលែងទុកចិត្តសន្តិសុខក៏ត្រូវគេបណ្ដេញឈប់អាកង់ក៏អត់បានហើយខ្លាយទៅជាប្រធានបទជជែកគ្នាអញ្ចឹងនៅក្នុងកំហុសឆ្គងរបស់សន្តិសុខនៅក្នុងទីនេះគឺគាត់ខុសអីបងប្អូនទី1គឺគាត់ខុសអំពីការធ្វើប្រហែសមិនទទួលខុសត្រូវពេលគេឲ្យមកយាមយើងដេកទី2គឺយើងបាត់បង់សេចក្តីទុកចិត្តជំនឿរបស់ម្ចាស់ហាងដែលឲ្យយើងមកយាមការពារទ្រព្យគេទ្រព្យខ្លួនឯងកង់មួយយើងការពារអត់បានផងតើយើងទៅការពារគ្រឿងអលង្ការគេពេញហាងយ៉ាងដូចម្ដេចទៅអាហ្នឹងកំហុសរបស់គាត់ជារបៀបបច្ចេកទេសកំហុសធំជាងគេគឺសន្តិសុខហ្នឹងទៅប្រាប់គេថាបាត់កង់តាមពិតបើជាសន្តិសុខហ្នឹងរឿងហ្នឹងវាចប់បាត់ទៅហើយដេកក៏ដេកអីមិនអីក៏ហីទៅព្រោះអត់មាននរណាចូលមកលួចគ្រឿងអលង្ការយប់ហ្នឹងទេបាត់តែកង់ហ្នឹងនាំគ្នាកោតទុកទៅហើយទៅលួចទិញកង់អីណាផ្សេងទៀតទៅហើយមកយាមធម្មតាអាចបានការងារនឹងវិញទៀតឥឡូវវិលមករឿងករណីលោកហ៊ុនសែនវិញលោកហ៊ុនសែនខុសពីសន្តិសុខនេះគឺក៏អត់ខ្លាចសោះនៅក្នុងការដែលមកនិយាយប្រាប់ថាអាណាលួចកង់ឆ្ងល់មែនតើអាណាលួចកង់ឥឡូវនេះចូលដល់រឿងហ្នឹងគាត់សួរថាតើឆ្ងល់ដែរហេតុអីបានជាពួកឆបោកអនឡាញចូលមកដោយសម្ោចតាមច្រកណាហើយមានប៉ាសពតអត់មានប៉ាសពតទៅទៀតអត់មានប៉ាសពតទេចូលមកបានរាប់សែនអ្នកបងប្អូនមិនមែនតិចទេណារាប់ម៉ឺនរាប់សែនអ្នកដែលជាជនរងគ្រោះខ្ញុំមិនចាត់ទុកថាអ្នកទាំងអស់នឹងសែនអ្នកប៉ុន្តែលោកហ៊ុនសែនថាច្រើនតែអង្គការសហប្រជាជាតិនិងស្ថាប័នផ្សេងគេរកឃើញថាជនរងគ្រោះនៃអំពើឆបោកអនឡាញដែលជាជនបរទេសភាគច្រើនចូលក្នុងប្រទេសកម្ពុជាហើយភាគច្រើនជាជនជាតិចិនណាគឺមានដល់ទៅ120,000នាក់គេមិនថាអ្នកទាំងអស់នោះសុទ្ធតែមកអត់មានប៉ាសពតឯងខ្ញុំមិនជឿថាអ្នកទាំងអស់នោះអត់មានប៉ាសពតទាំងអស់វាអាចមានដែរចំនួនប្រហែលជាប្រមាណភាគរយហើយក៏មិនច្រើនភាគរយដែរព្រោះបើមកភ្លុកទឹកភ្លុកដីអត់ប៉ាសពតទាំងអស់ក៏មិនអាចមកបានទាំងអស់ដែរវាអាចមានប៉ាសពតឬក៏ការប្រឡំបន្លំអីវាមាន5% 10% អីតែប៉ុណ្ណឹងតែលោកហ៊ុនសែនក៏គិតថាច្រើនមែនតើមកតាមផ្លូវណាខ្ញុំដកស្រង់ប្រសាសន៍របស់គាត់ដើម្បីឲ្យបងប្អូនយល់ហើយខ្ញុំនឹងពន្យល់រឿងនេះទាំងអស់គ្នារឿងនេះគឺជារឿងមួយដែលយើងចាប់ផ្ដើមមើលឃើញអំពីរបៀបដឹកនាំរដ្ឋព្រោះលោកហ៊ុនសែនជាមនុស្សហើយពាក្យនេះគឺជាការពំតណោតគឺកំបិតចិត្តដងឯងណាព្រោះលោកហ៊ុនសែនធ្លាប់គំរាមកំហែងមនុស្សទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាថាគាត់ណាអ្នកណាធ្វើអីក៏គាត់ដឹងដែរនេះអារឿងអ្នកណាធ្វើអីទៅគាត់ដឹងចឹងបាទខ្ញុំបានប្រាប់បងប្អូនច្រើនលើកច្រើនគ្រាហើយកុំចាញ់បោកមេដឹកនាំកម្ពុជានិយាយពីរឿងពេលដែលយើងឆ្លើយឆ្លងគ្នាតាម Facebook ឬតាម Signal ឬតាមទូរស័ព្ទឬតាមប្រព័ន្ធខ្ញុំអត់និយាយទូរស័ព្ទក្នុងស្រុកទេទូរស័ព្ទក្នុងស្រុកគេលួចស្ដាប់សលេងបាន
ព្រោះអីក្រុមហ៊ុនក្នុងស្រុកហ្នឹងគឺខូចមែនតើក្រុមហ៊ុនទូរស័ព្ទហ្នឹងបើអតិថិជនប្តឹងគឺយើងបិទក្រុមហ៊ុនហ្នឹងចោលបាត់ហើយបើនៅសហរដ្ឋអាមេរិកនេះបិទ24ម៉ោងហើយព្រោះឲ្យគេលួចស្ដាប់សំឡេងហើយយកសំឡេងហ្នឹងយកទៅចាក់ផ្សាយដោយលោកហ៊ុនសែនអីយកអាសំឡេងអាសីហាហ្នឹងចាក់ផ្សាយបើគេរករឿងក្រុមហ៊ុនហ្នឹងគេបិទក្រុមហ៊ុនហ្នឹងចោលបាត់អស់ហើយប៉ុន្តែស្រុកខ្មែរគេធ្វើអីក្បាលវល់អីគេចង់បំផ្លាញអ្នកណាគេរំលោភច្បាប់ម្ដងហើយម្ដងទៀតគេធ្វើអីក៏ស្រេចចិត្តដែរអញ្ចឹងហើយបានអាភាពអសិលធម៌អគុណធម៌ខ្វះការទទួលខុសត្រូវរបស់របៀបដឹកនាំរដ្ឋរបស់យើងនឹងធ្វើឲ្យរដ្ឋយើងអញ្ចឹងខ្លាយទៅជាគេមើងងាយយើងគ្រប់គ្នាបើនៅរដ្ឋនៅអាមេរិកនៅប្រទេសប្រជាធិបតេយ្យគេអត់ដែលធ្វើអញ្ចឹងទេក្រុមហ៊ុនទូរស័ព្ទគឺប៉ះពាល់គេមិនបានទេសូម្បីតែទូរស័ព្ទរបស់ចៅឬក៏របស់អ្នកទៅបាញ់សម្លាប់គេអស់មកកណោឲ្យភ្លេចទូរស័ព្ទនៅហ្នឹងជាប់ password របស់ Apple ផលិតផល iPhone ណាទៅសុំបើកមើលហ្នឹងក្រុមហ៊ុនគេមិនអោយបើកមើលផងពួកអីជាសិទ្ធិកម្មសិទ្ធិរបស់គេមិនអាចណាជ្រៀតចូលមើលបានស្រេចចិត្តទេទាល់តែចេញដីកាបង្ខំតតែក្រុមហ៊ុនហ្នឹងឲ្យទៅកំណត់ជាក់លាក់តែព័ត៌មានណាដែលនេះទៀតមិនមែនចេះតែបើកមើលព័ត៌មានពេញលេញពេញទឹកពេញដីយកមកផ្សាយអីបានទៀតហើយតតែមានការសហការពីក្រុមហ៊ុនដែលទូរស័ព្ទហ្នឹងទៀតបើចឹងគេមិនអោយបើកមើលទិន្នន័យអីចឹងទេគឺគេប្រយ័ត្នប្រយែងដើម្បីការពារឯកជនភាពនៃឯកសារព្រោះអីអាឯកសារផ្ទាល់ខ្លួនហ្នឹងគឺជាអាយុជីវិតយើងទៅឃើញកិច្ចការផ្ទៃក្នុងអីទៅយើងធ្វើបាបធ្វើទុកបុកម្នេញគេទៅបើយើងការពារអាហ្នឹងមិនបានតើយើងការពារអីបានការពារសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋមិនបានផងតើយើងទៅការពារព្រំដែនព្រំសីមាឬក៏សន្តិសុខជាតិអីបានវាអត់មានទេអញ្ចឹងស្រុកគេគឺគេពង្រឹងអាហ្នឹងមែនតើហើយមិនមែនមាត់អត់គម្របដើរនិយាយហែកគេក្នុងមុងលើក្រែស្ថាប័នស្រេចចិត្តយកបង្ហាញតាមទូរទស្សន៍អីចឹងទេស្រុកនេះគឺគេទម្លាក់24ម៉ោងប៉ុន្តែស្រុកយើងវាអញ្ចឹងឯងបងប្អូនអញ្ចឹងឯងបងប្អូនចេះថាបងប្អូនបោះឆ្នោតចង់បានអញ្ចឹងយកអញ្ចឹងទៅកុំមករករឿងល្អូទៅទាំអីគាត់ព្រោះយើងចង់បានអញ្ចឹងហើយដល់ពេលខ្ញុំនិយាយពីរឿងតកតងនឹងអាការដែលលួចស្ដាប់ទូរស័ព្ទឬក៏រឿងកិច្ចការអីលោកហ៊ុនសែនគាត់ធ្លាប់និយាយថាអ្នកណានិយាយអីក៏គាត់ដឹងដែរព្រោះគាត់មានកិញ្ចគាត់មានរនុកក្នុងគាត់មានបណ្ដាញគាត់មានអីគ្រប់បែបយ៉ាងប៉ុន្តែជាញយដងគឺលោកហ៊ុនសែនផ្លាត់ស្នៀតរហូតពេលដែលគាត់ថាចង់គម្រាមកំហែងក្រុមប្រឆាំងកុំឲ្យនិយាយតាក់ទងគ្នាចឹងធ្វើឲ្យយើងភ័យបាក់ស្បាតពួកគាត់ភ័យស្បាតថាគេលួចស្ដាប់បានហ្នឹងណាគេធ្វើបាតកម្មមកដល់មាត់ទ្វារផ្ទះគាត់នៅវិមានឯករាជ្យហ្នឹងពេលខ្លះក៏អត់ដឹងថាគេរឿងដីធ្លីរឿងអីហ្នឹងក៏អត់ដឹងផងហ្នឹងនៅចដើផ្ទះគាត់ផងហ្នឹងក៏អត់ដឹងផងហើយគាត់ថាមកលួចស្ដាប់គេនៅក្នុងមុងក្នុងអីណាឬក៏អ្នកណានិយាយគ្នាអីបានវាអត់វាអាការដែលលួចស្ដាប់គេហ្នឹងគឺបានតែទូរស័ព្ទនៅក្នុងក្រុមហ៊ុនក្នុងប្រទេសទេបើរឿង Facebook រឿង YouTube ឬក៏ Signal ឬក៏ WhatsApp អីគ្មានអ្នកណាលួចស្ដាប់អ្នកណាបានទេហើយកុំចាញ់បោកគេលួចស្ដាប់បានតែក្នុងករណីដែលខ្លួនម្ចាស់ខ្លួនឯងហ្នឹងធ្វើប្រហែសនៅក្នុងការយកទូរស័ព្ទទៅជួសជុលហើយទៅគេលួចបើកមើលឲ្យ password គេទូរស័ព្ទជួសជុលទៅគេបើកមើលទៅឃើញករណី Facebook យើងតាក់ទងជាមួយក្រុមណាមានសម្លេងមានអីក្នុងហ្នឹងគឺគេបើកទៅគឺគេស្ដាប់ទៅគេយកទៅបានហើយរឿងយើងខ្លួនឯងទេដែលជាអ្នកដែលផ្លាត់ស្នៀតបើឲ្យគេចូលទៅបើកមើល Facebook YouTube អីគេឬក៏ Signal ឬក៏ Telegram អីហ្នឹងវាអត់ទេគ្មានអ្នកណាចូលហែកបើកមើលក្នុងហ្នឹងបានហើយកុំចាញ់បោកគេបងប្អូនសប្ងៃហ្នឹងចាញ់បោកនយោបាយប្រជាពិធរបស់ពួកក្រុមគណៈបកកណ្ដាលអំណាចត្រង់តែរឿងមួយទេថាតែយើងនិយាយអីនៅស្រុកខ្មែរហ្នឹងតាមប្រព័ន្ធហ្នឹងគឺគេស្ដាប់បានតើអត់មានអ្នកណាស្ដាប់បានទេខ្ញុំនៅស្រុកអាមេរិកខ្ញុំដឹងតាអត់មានអ្នកណាស្ដាប់បានជានយោបាយប្រជាពិធបំផិតបំភ័យដើម្បីឲ្យប្រជាពលរដ្ឋបាក់ស្បាតលែងហ៊ានជជែកគ្នាហ្មងគឺតើតែអង្គុយតុកកាទៀវកុំឆ្លើយឆ្លងគ្នាខ្ញុំប្រាប់ម្ដងទៀតបើនិយាយតាមទូរស័ព្ទប្រព័ន្ធទូរស័ព្ទនៅស្រុកខ្មែរគឺគេអាចបើកមើលស្ដាប់សំឡេងអស់លោកបានទាំងអស់គ្នាប៉ុន្តែបើប្រព័ន្ធដូចជា Facebook Telegram ឬក៏អីហ្នឹងអត់មានអញ្ចឹងហើយបានជារដ្ឋាភិបាលបង្កើតឲ្យមាន Cool App សម្រាប់តាមដានអស់លោកទាំងអស់គ្នាហ្នឹងអត់ហ៊ានប្រើប្រព័ន្ធ Facebook អត់ហ៊ានប្រើប្រព័ន្ធ WhatsApp ឬអីទេខ្លាចថាអាហ្នឹងពិបាកលួចស្ដាប់អញ្ចឹងបង្កើតប្រព័ន្ធ Cool App មួយរបស់ខ្លួនទៅហើយអ្នកណាចូលក្នុង Cool App ហ្នឹងចាំត្រៀមខ្លួននិយាយស្អីក៏គេចាប់បានដែរអាហ្នឹងជាល្បិចរបស់រដ្ឋាភិបាលនៅក្នុងការទាញអ្នកឯងឲ្យចូលនៅក្នុងសងដែលគេចាប់អ្នកឯងបានតាហើយគាត់ថាអាហ្នឹងជាផលិតផលរបស់ខ្មែរជាអីដើម្បីលើកកម្ពស់អត់មានការងារសម្ងាត់អីទេការងារជាតិការងារជជែកគ្នាតែយើងចង់ធ្វើឲ្យ
ទាញមនុស្សចេញពីក្រុម Facebook ពី Zoom ពីស្អីកាលមុនមាន Skype មានអីហ្នឹងគ្មានអ្នកណាលួចចូលប្រព័ន្ធដ៏តឹងរឹងរបស់អាមេរិកទាំងអស់នេះបានទេតែដោយសារតែយើងមានអ្នកបង្កប់សម័យខ្លួនឯងហ្នឹងគឺជាអ្នកដែលផ្្លាត់ស្នៀតបាត់អា password ឬក៏អីប៉ុន្តែបើគេលួច password ហ្នឹងក៏ពិបាកទៀតអញ្ចឹងហើយបានជាបងប្អូនត្រូវតែកំណត់អាលេខសម្ងាត់អីហ្នឹងឲ្យមានពីកម្រិតពីជាន់អីទៅកុំឲ្យងាយពេកហើយកុំឲ្យដាក់អាលេខសម្ងាត់ហ្នឹងស្រួលគេរកឃើញអីអញ្ចឹងទៅអ្នកខ្លះគេចិត្តថាប្រឹងលួចអីចឹងហើយព្យាយាមលុបសាររបស់យើងឲ្យបានកំណត់លុបឧទាហរណ៍បើយើងសន្ទនាគ្នាតាមប្រព័ន្ធ Signal តាមប្រព័ន្ធ WhatsApp តាមប្រព័ន្ធអីដែលមានសម្លេងដើម្បីមានអីឆ្លើយឆ្លងគ្នាហ្នឹងយើងដាក់ថាមួយថ្ងៃឲ្យវាលុបចោលដោយស្វ័យប្រវត្តិទៅដើម្បីការពារខ្លួនឯងតែចង់និយាយថាអាហ្នឹងការពារនៅក្នុងករណីដែលយើងបាត់លេខកូដសម្ងាត់ឬក៏យកទូរស័ព្ទទៅឲ្យគេជួសជុលឬជ្រុះទូរស័ព្ទបាត់ហើយស្រាប់តែគេបើកទូរស័ព្ទយើងបានដោយគេចេះវិធីបើកលេខកូដអីណាអាហ្នឹងវាអាចផ្្លាត់ស្នៀតតែក្នុងន័យហ្នឹងឯងប៉ុន្តែបើគេជ្រៀតចូលលួចស្ដាប់យើងអីអត់មានទេលើកមុនហ្នឹងឮសូរលោកហ៊ុនសែនលួចស្ដាប់ការសន្ទនាគ្នាជាមួយលោកឡុងរីលោកអីមិនមែនជាការលួចស្ដាប់ពីចម្ងាយស្រុកខ្មែរមកស្ដាប់បានទេដោយសារមានមនុស្សនៅក្នុងគណៈបកប្រឆាំងហ្នឹងមានកណនីកំពុងបើក Zoom ឬក៏បើកការសន្ទនាគ្នាហ្នឹងគឺយើងចុចទូរស័ព្ទហ្នឹងតទៅលោកហ៊ុនសែនឲ្យលួចស្ដាប់បានបើគាត់លួចស្ដាប់នៅក្នុងនេះហ្មងគឺអត់មានស្ដាប់បានទេកុំចាញ់បោកគេអត់មានប្រព័ន្ធស្ដាប់បានទេអញ្ចឹងហើយបានវិលមកវិញនៅពេលដែលគាត់និយាយថាគាត់ដឹងរឿងអីទាំងអស់ជាការបំភ័យទេវាអត់មានហ្នឹងចម្រងទៀតណាប្រព័ន្ធទូរស័ព្ទស្រុកខ្មែរទាំងអស់កុំបថុយណែឯងនឹងចូលសងគេឲ្យទៅតាមទូរស័ព្ទចល័តហ្នឹងប៉ុន្តែតាមប្រព័ន្ធ Signal ឬ Signal ជាទូទៅគឺជាប្រព័ន្ធដ៏មានសុវត្ថិភាពបំផុតដែលអាចតាក់ទងគ្នា Facebook ក៏តែអញ្ចឹងដែរដូចខ្ញុំនិយាយចឹងថាយើងផ្្លាត់ស្នៀតដោយសារតែយើងជ្រុះទូរស័ព្ទឬក៏យើងបាត់ password ហើយយើងមិនលុបអាសារដែលយើងជជែកគ្នានឹងចោលឬ download ទុកទៅបើយើងចង់ប្រយ័ត្នខ្លួនក្នុងករណីដែលវាបាត់អីទៅគេលួចបានប៉ុន្តែបើឲ្យមែនតែនគឺសុវត្ថិភាពខ្លាំងណាស់ព្រោះអីអាទាំងអស់ហ្នឹងនៅក្នុងក្រុមហ៊ុនរបស់ Facebook ក្រុមហ៊ុន Telegram ក្រុមហ៊ុន Signal អីហ្នឹងគឺគេសរសេរកូដមួយគេហៅ encryptedពាក្យថា encrypted ហ្នឹងគឺអត់មានអ្នកណាក្រៅពីម្ចាស់ខ្លួនអាចបើកមើលសារយើងបានទេអ្នកផ្សេងអាចជ្រៀតចូលស្ដាប់សារយើងបានក៏មិនមើលឃើញជាសារសរសេរអក្សរចឹងដែរវាជាជើងក្អែកជាសំឡេងជាអីស្ដាប់មិនបានទេព្រោះគេកែកូដហ្នឹងដើម្បីការពារសុវត្ថិភាពយើងគ្រប់គ្នាហើយកុំចាញ់បោកគេអសោះអត់មានអ្នកណាមកលួចស្ដាប់អីយើងបានទេកុំភ័យខ្លាំងពេកភ័យខ្លាំងបើសិនជាយើងដូចខ្ញុំនិយាយចឹងយកទូរស័ព្ទទៅហាងជួសជុលអត់ព្រមលុបទិន្នន័យលុបអីនឹងចោលប្រាប់ password ទៅម្ចាស់ហាងអាម្ចាស់ហាងនឹងខូចលួចបើកទៅឃើញកណនីរបស់យើងយកទៅប្រាប់គេអាហ្នឹងបានយើងគ្រោះថ្នាក់តែប៉ុណ្្នឹងទេអញ្ចឹងខ្ញុំវិលមកវិញពេលដែលលោកហ៊ុនសែនថាដឹងរឿងទាំងអស់ហ្នឹងគឺជានយោបាយចិត្តសាស្ត្រទេចិត្តសាស្ត្របំបាក់ស្មារតីឲ្យមនុស្សលែងហ៊ានជជែកគ្នាព្រោះគេតាមមើលយើងអត់មានអ្នកណាតាមមើលយើងបានទេព្រោះលោកហ៊ុនសែនទទួលស្គាល់ថាបើគាត់បានមើលដឹងរឿងទាំងអស់ហេតុអីបានជាគេមកតវ៉ាដីធ្លីខ្លោចផ្សាររាប់ខែរាប់ឆ្នាំនៅមុខចដាលផ្ទះគាត់នៅវាមានឯករាជ្យក៏អត់ដឹងគាត់ថាទៅមើលឃើញតាម Facebook តាមអីក្រោយមកបានដឹងរឿងហ្នឹងដល់អញ្ចឹងផងគាត់ពេលខ្លះគាត់និយាយអញ្ចឹងរឿងហ្នឹងដល់អញ្ចឹងមិនបានគាត់អត់ដឹងឲ្យយើងគិតថាលោកហ៊ុនសែនមិនមែនគ្រប់គ្រងតែមួយរឿងទេគាត់មានរឿង100ចម្ពោះឯណាទៅចាំអស់រឿងដីធ្លីរឿងអីកុំជឿលោកហ៊ុនសែនគាត់ឲ្យរឿងជ្រូកតជក់ជជែកខៀវនៅឆ្លងពីព្រំដែនវៀតណាមមកកាលលើកណានោះក្រសួងកសិកម្មបសុព្យាបាលរុក្ខាប្រមាញ់ណាអត់មានមកចាត់ការអីលោកហ៊ុនសែនត្រូវតែបញ្ជាពីលើរឿងជ្រូកតជែកខៀវគាត់ដឹងគាត់ក្តាប់រឿងសាមញ្ញចឹងអារឿងលើក្រែក្រោមតុកក្នុងទូណាគាត់ដឹងទាំងអស់អញ្ចឹងរឿងហ្នឹងគឺមែនតែនទៅគឺគាត់អត់ដឹងរឿងច្រើនណាស់គឺជាពិសេសគឺរឿងចាំតែស្ដាប់របាយការណ៍ថ្នាក់ក្រោមនេះគឺជារបាយការណ៍ពឹសពុលមែនតែនរាយការណ៍យកល្អព្រោះដឹងចរិតលោកហ៊ុនសែននេះជាមនុស្សស៊ីជូឯងអ្នកណានៅក្បែរគាត់ក៏ប្រាប់អញ្ចឹងដែរបើនិយាយល្អសរសើរគឺសប្បាយចិត្តតែនិយាយបញ្ហារិះគន់អីក៏អត់សប្បាយចិត្តអញ្ចឹងបើគាត់តែរកតែងើបមួយវាយមួយបកប្រឆាំងចរិតគាត់នេះមិនមែនតែនៅក្នុងជួរបកទេនៅខាងក្រៅគាត់បង្ហាញឲ្យឃើញច្បាស់អញ្ចឹងដែរថាអត់ចូលចិត្តអ្នកណាមករិះគន់និយាយបញ្ហាទេគឺគាត់ផ្អែមបន្លែតែការជាបញ្ចោអញ្ចឹងហើយបានជាអ្នកនៅក្បែរលោកហ៊ុនសែនហ្នឹងគឺស៊ីជោបញ្ចោគាត់ងាប់ហ្មងចាំមកខ្ញុំប្រើពាក្យថាសរសើរស្លាប់បង្អាប់រស់ហ្នឹងណា
គឺត្រូវនឹងចរិតមេដឹកនាំយើងគឺចង់បានតែសរសើរទេផ្កាភ្ញីទេអត់ចង់លឺសូរពាក្យដែលគេរិះគន់ដល់អញ្ចឹងស្លាប់ខ្លួនដល់អត់ដឹងខ្លួនទេឥឡូវដល់ពេលគាត់មកនិយាយអញ្ចឹងគាត់ថាអត់ដឹងរឿងអីទាំងអស់ពេលខ្លះគាត់ថាអត់ដឹងរឿងទេយើងជឿដែរថ្នាក់ដឹកនាំប្រព័ន្ធមេឃអត់ដឹងរឿងយើងស្ដាប់តែរបាយការណ៍រាយការណ៍ឥឡូវគាត់ចាប់ផ្ដើមបន្ទោសថ្នាក់ក្រោមគាត់ហើយឃើញសារនេះគឺឃើញមានលំនាំមកហើយបងប្អូនក្រុមគ្រួសារគាត់ដូចអ្នកស្រីហ៊ុនស៊ីណាតអីហ្នឹងយូរម្ដងដែលខ្ញុំស្ដាប់ឮបងប្អូន share ចូលក្នុង Facebook របស់ខ្ញុំហ្នឹងក៏ឃើញគាត់ចាប់ផ្ដើមនិយាយអំពីការពារហ៊ុនម៉ាណែតលោកហ៊ុនម៉ាណែតការពារលោកហ៊ុនសែនបងប្រុសរបស់គាត់ការពារតកូលហ៊ុនហ្នឹងគឺប្រាប់ថាគេស្អាតស្អំទេគេអត់មានដឹងរឿងទេតាមមន្ត្រីគ្រាប់លពៅគ្រាប់លវាឬក៏គ្រាប់តរៀនអីហ្នឹងទេដែលនាំគ្នាបំផ្លាញក្រុមគ្រួសារនេះខ្ញុំថានេះវាមិនខុសអីនៅពេលដែលយើងនិយាយការពារវងតកូលក្រុមគ្រួសារព្រោះថ្នាក់ដឹកនាំជួនកាលគាត់ខំប្រឹងដែរគាត់មើលមិនអស់អញ្ចឹងប៉ុន្តែអាការដែលមើលមិនអស់ហើយប្រាប់ថាគាត់អ្នកណានៅក្នុងមុងក៏គាត់ដឹងដែរនឹងគឺវាព័ត៌មាននឹងគឺវាពំតណោតវាកំបិតចិត្តដងឯងគ្រប់ពេលប្រជាប្រដ្ឋស្ដាប់មកអត់ដឹងថាគាត់ចង់និយាយពីអីគាត់តម្រង់ថាថ្នាក់ដឹកនាំអត់ដឹងឯខាងក្រមចេះបលិមបឡំអញ្ចឹងចង់ធ្វើបាបស៊ីចុកតែខ្លួនឯងអញ្ចឹងទៅយកគេហៅស្វាស៊ីបាយលៀបមាត់ប្រពែអញ្ចឹងធ្វើឲ្យមេដឹកនាំខូចឈ្មោះមេដឹកនាំខូចឈ្មោះសមន្ត្រីរបស់អស់លោកទាំងអស់ហ្នឹងមានគណៈបកប្រឆាំងឯណាទៅធ្វើការជាមួយអស់លោកបើថាមានក្រុមប្រឆាំងអីនៅក្នុងនឹងក្នុងរដ្ឋាភិបាលឬក៏ក្នុងជួរគណៈបកប្រជាជនកម្ពុជាឬក្នុងរដ្ឋសភាក្នុងអីក្នុងស្ថាប័នរដ្ឋប៉ូលីសទាហានកយអីហ្នឹងមានក្រុមប្រឆាំងអាហ្នឹងត្រូវបន្ទោសក្រុមប្រឆាំងថាំងចអុលស្រួលណាដោយសារមានក្រុមអ្នកឯងហ្នឹងបានចង់បំផ្លាញគណៈបកប្រជាជននេះក្រុមមនុស្សខ្លួនឯងទាំងអស់ហ្នឹងរួចទៅចាប់ផ្ដើមទម្លាក់កំហុសហ្នឹងថាអ្នកទាំងអស់នោះដែលធ្វើឲ្យថ្នាក់ដឹកនាំខូចមុខនៅពេលដែលគេធ្វើល្អយកបងថាដោយសារមនុស្សខាងក្រោមហ្នឹងជួយឥឡូវការដែលទម្លាក់កំហុសនេះហើយនឹងការកែគឺចាប់ផ្ដើមឃើញរបត់នឹងច្រើនមែនតើហើយវិលមកវិញបងប្អូននៅពេលដែលលោកហ៊ុនសែនស៊ូខ្ញុំអានសាររបស់គាត់ឲ្យបងប្អូនស្ដាប់ព្រឺសបល់ហ្មងខ្ញុំព្រឺសបល់ហ្នឹងមិនមែនបានន័យថាភ័យខ្លាចនឹងភាពរញ៉េរញ៉ៃទេគឺព្រឺសបល់នឹងការមិនទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំហើយចាប់ផ្ដើមធ្វើរឿងនេះហាក់បីដូចជាចោតសួរទៅដូចថាក៏អត់ដឹងអីសោះហ្មងដូចអត់ដឹងហងអត់ដឹងអីហងហើយអ្នកណាគេធ្វើអាហ្នឹងហេតុអីក៏បានវាទៅជាអញ្ចឹងហើយឥឡូវយើងខំប្រឹងណាឃើញទេចាប់ផ្ដើមភ្លាមយកយុទ្ធនាការកំចាត់ឆបោកអនឡាញនេះគឺថាអូយើងមើលទៅដូចព្យូមៀកំបិតត្បូងអញ្ចឹងខ្ញុំសរសើរមែនតើសរសើរត្រង់ថាចាត់ការឃើញដែរគឺដេញប្រផាត់ចាប់ប្រភេញចាប់បញ្ជូនអស់10000អ្នកជាងហើយបងប្អូនបិទកន្លែងឆបោកអនឡាញមិនតិចជាង250កន្លែងទេនេះគឺជាសមិទ្ធិមួយដ៏ធំធេងរបស់អាជ្ញាធរមូលដ្ឋានដែលខំប្រឹងណាយើងសរសើរពួកគាត់មិនមែនអត់ធ្វើសោះឲ្យមួងនរ៉េតមិនមែនប្រឆាំងផ្កាប់មុខទេរិះគន់ផ្កាប់មុខទេរឿងនេះគឺខ្ញុំសរសើរកោតសរសើរអាជ្ញាធរបងប្អូនបថុយប្រឋានច្រើនណាស់ទៅចាប់ប្រផាត់ប្រពីងពេលខ្លះគ្នាកម្លាំងសមត្ថកិច្ចទៅ5 10នាក់20នាក់ខាងពួកខាងឆបោកអនឡាញហ្នឹង500នាក់រត់ប្រសាច់ដូចវងគោវងអីចាប់ខ្លះទាត់ខ្លះបោចសក់ខ្លះអីអញ្ចឹងទៅធ្វើម៉េចយើងធ្វើម៉េចបើគ្នាយើងវាតិចគ្នាគេវាច្រើនហើយទៅចាប់បានខ្លះអីខ្លះបើអត់សោះក៏វារឿងឥឡូវធ្វើដែរខ្ញុំកោតសរសើរហើយខ្ញុំលើកទឹកចិត្តឲ្យធ្វើឲ្យច្រើនហើយឲ្យធ្វើឲ្យស្មោះត្រង់ហើយឲ្យមានតម្លាភាពហើយឲ្យមែនតែនកុំធ្វើយល់ល្អមើលប៉ុន្តែរឿងដែលសំខាន់គឺលោកហ៊ុនសែននិយាយចេះនេះសាររបស់គាត់ដល់ពេលដែលជួបមន្ត្រីហើយខ្ញុំដកស្រង់ប្រសាសន៍ម្ដងមួយហើយឲ្យបងប្អូនយកមកពិចារណាគ្រប់គ្នាតើយើងមានសង្ឃឹមឬអត់សង្ឃឹមតើរដ្ឋាភិបាលកំពុងចាត់ការមែនតើឬក៏អត់ចាត់ការទេតើកំហុសឆ្គងទាំងអស់នេះជាមន្ត្រីថ្នាក់ក្រោមឬក៏មានថ្នាក់លើចូលរួមដែរហើយបើថ្នាក់លើអត់ដឹងតើរឿងហ្នឹងវាកើតឡើងមកពីអីលោកហ៊ុនសែននៅព្រឹកថ្ងៃទី24ខែឧសភានិយាយលៀងខ្លួនទេតាមពិតចាំខ្ញុំនិយាយពាក្យលៀងខ្លួនហ្នឹងមកខាងក្រោយវិញពីលោកម៉ែនណាទេគាត់និយាយចេះគាត់និយាយរឿងច្រើនណាស់បងប្អូនថ្ងៃនេះគាត់គម្រាមដកតំណែងមន្ត្រីពាក់ព័ន្ធទាំងអភិបាលខេត្តទាំងមេប៉ូលីសទាំងស្អីហ្នឹងច្រើនគាត់និយាយហ្នឹងគឺថាដុសខាត់ដុសក្អែលមែនតើខ្ញុំថា
បើសិនជាយើងយកដែកដុសឆ្នាំងបងប្អូនស្គាល់ដែកដុសឆ្នាំងគឺមិនមែនកុំយកតាដែកដុសឆ្នាំងគឺដែកមែនតើហ្មងគឺតយកមកគួតបានវាទៅបើមិនចឹងទេយកជ្រះដែលមានធ្មេញដែកហ្នឹងយកមកគួតបានវាទៅក្អែលយើងនេះគឺក្អែលមហិមាហើយអូដាច់ឈាមខ្លះហ្មងមើលបានវាទៅអស់ហើយយ៉ាងម៉េចបើសិនជានៅអែលបោះអែលហ្នឹងគឺនៅដដែលហ្នឹងប៉ុន្តែក្អែលរបស់យើងឬក៏ជំងឺរបស់យើងវាមិនមែនជាជំងឺសើស្បែកទេបងប្អូនវាជាជំងឺមហារីកអញ្ចឹងយើងទៅលាបស្អីក៏វាបាត់តែពីខាងក្រៅតែខាងក្នុងស៊ីរូងផ្ទៃក្នុងអស់ហើយហ្នឹងគាត់ថាអញ្ចេះគាត់សួរថានៅគាត់ខ្ញុំសង្ខេបឲ្យបងប្អូនខ្ញុំអាចយកមកទាំងអស់ទេព្រោះខ្ញុំស្ដាប់សារគាត់ច្រើនវែងណាស់ខ្ញុំសង្ខេបហ្នឹងគាត់និយាយថាកម្ពុជាคล้ายជាជនរងគ្រោះហើយគាត់ថាឥឡូវនេះចាត់ការតន់ណាបើកុំអីយើងនឹងคล้ายទៅជាប្រទេសដែលគ្រប់គ្រងដោយក្រុមម៉ាហ្វ្យាហើយនៅពេលដែលក្រុមម៉ាហ្វ្យានឹងគ្រប់គ្រងប្រទេសបានណាមេដឹកនាំប្រទេសសប្ងៃហ្នឹងក៏คล้ายជាជនរងគ្រោះជាចំណាប់ខ្មាំងរបស់ក្រុមម៉ាហ្វ្យាហ្នឹងคล้ายទៅជាគេហៅឋានសួគ៌នៃក្រុមម៉ាហ្វ្យាអីចឹងទៅអាហ្នឹងអ្វីដែលគាត់និយាយនៅថ្ងៃហ្នឹងមួយទៀតគាត់ថាហេតុអីបានជាពួកឆ្លងដែនខុសច្បាប់ឬក៏ពួកឆបបោកអនឡាញនោះមកច្រើនម៉េះអត់មានប៉ាសពតទៅទៀតមកតាមណាហើយអ្វីដែលគាត់ថាមកតាមណាហ្នឹងគួរឲ្យចាប់អារម្មណ៍មួយទៀតគឺគាត់បិទវៀតណាមមួយហើយគាត់ជឿជាក់លើវៀតណាមថាមកពីវៀតណាមដឹងអត់ទេចឹងគាត់សម្រុករឿងត្រូវតែមកតាមថៃហើយដើម្បីទម្លាក់កំហុសនេះឲ្យថៃឲ្យខ្លាំងកុំឲ្យថៃចោទកម្ពុជាថាស្អីគេឋានសួគ៌នៃអង្គើឆបោកអីមកពីស្រុកអ្នកឯងហ្នឹងអ្នកឯងសិតតែពួកញៀនលបែងដែរហ្នឹងចឹងអ្នកឯងអត់បដៅក្រុមគ្រួសារបងប្អូនសាច់ញាតិប្រជាពលរដ្ឋអ្នកឯងឲ្យឈប់ញៀនលបែងទៅដោយសារតែអ្នកឯងញៀនលបែងហ្នឹងហើយដែលបង្កើតឲ្យមានអាការឆបបោកអនឡាញហ្នឹងហើយដល់ពេលឆបបោកអនឡាញមករៀលដល់កម្ពុជាអាហ្នឹងដោយសារក្រុមអ្នកឯងនេះលោកហ៊ុនសែនគាត់និយាយចឹងយើងជាជនរងគ្រោះហេព្រោះថៃញៀនលបាយគាត់អត់សូវហ៊ាននិយាយថៃច្រើនទេភាគច្រើនគាត់សម្ដៅថាប្រទេសតែ3ទេដែលអាចចូលកម្ពុជាបានតាមច្រកគឺមានតែថៃវៀតណាមនិងឡាវតែគាត់ថាវៀតណាមអត់មួយទេហើយឡាវមិនបាច់ឆ្ងល់ដូចតែវៀតណាមដែរណាតែវារឿងនៅថៃនេះដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើងទាំងអស់ឲ្យដឹងថារឿងហ្នឹងគឺរឿងបាល់នៅលើដៃថៃទេអញ្ចឹងថៃកំពុងតែស៊ីបាយស្វាស៊ីបាយលៀបមាត់ប្រពែយកកម្ពុជាធ្វើជាចំណាប់ខ្មាំងជាជនរងគ្រោះសំទោសឲ្យកម្ពុជាជាជនប្រព្រឹត្តតាមពិតអ្នកប្រព្រឹត្តគឺជាថៃឯងលោកហ៊ុនសែនចង់និយាយចឹងគាត់មិនបង្ហើបអីវែងឆ្ងាយប៉ុន្តែគាត់ថាអ្នកទាំងអស់នោះគឺមកពីថៃឲ្យថាសិតតអ្នកលេងលបែងលេងអីជនជាតិណែឯងលេងលបែងហើយអត់មានជនជាតិឡាវណាមកលេងលបែងទេព្រោះកាស៊ីណូនៅព្រំដែនប៉ោយប៉ែតនៅព្រំដែនស្អីអស់ហ្នឹងគឺជាកាស៊ីណូដូចនៅអូស្មាច់អីហ្នឹងកាស៊ីណូនៅច្រកអានសេះអីហ្នឹងគឺសុទ្ធតែបង្កើតដើម្បីឲ្យជនជាតិថៃមកលេងលបែងតែឥឡូវជនជាតិថៃលែងបាច់មកលេងលបែងនៅស្រុកខ្មែរហើយព្រោះកាលអ្នកស្រីបៃថងឋានឡើងកាន់អំណាចហ្នឹងគឺសភាគេអនុម័តច្បាប់មួយអនុញ្ញាតឲ្យគេបើកកាស៊ីណូនៅក្នុងទឹកដីថៃព្រោះពីមុនខុសច្បាប់ឥឡូវគេអនុញ្ញាតឲ្យមានបនលបែងនៅស្រុកថៃដូច្នេះខ្មែរមិនបាច់ភ័យទេថៃលែងមកយើងហើយអញ្ចឹងហ៊ុនសែនលោកហ៊ុនសែនដែលថាឲ្យបដៅក្រមប្រជាប្រដ្ឋណែឲ្យឈប់ញៀនលបែងហ្នឹងគេមិនលបែងណារឿងញៀននេះអត់ខាត់បានទេដូចមេដឹកនាំខ្មែរញៀនអំណាចចឹងគឺអត់អាចលុបបានទេបើគេលុបរឿងញៀនលបែងបាននៅស្រុកថៃដូចមេដឹកនាំខ្មែរញៀនអំណាចចឹងវាអត់ទៅណាទេដូចអ្នកផឹកកាហ្វេឬជក់បារីចឹងអ្នកខ្លះថាទទួលទានកាហ្វេអីហ្នឹងញៀនឬក៏ជក់បារីញៀនមិត្តភ័ក្ដិខ្ញុំម្នាក់គាត់ជក់បារី25ឆ្នាំគាត់ខឹងគេណាស់ណាថាជក់បារីញៀនព្រោះគាត់ថារឿងបារីនេះអត់ញៀនទេគាត់គ្រាន់តែចោលអត់បានគាត់និយាយចឹងមិនមើលស្ដាប់មកកាហ្វេហ្នឹងក៏អញ្ចឹងដែរអត់មានញៀនទេគ្រាន់តែអត់វាមិនបានជូរមាត់វាអីចឹងទៅបាទហ្នឹងញៀនហើយបងប្អូនដោយអំណាចចឹងយើងអត់អាចទៅចោលបានទេវាញៀនព្រោះញៀននឹងការងើបមួយវាយមួយញៀននឹងធ្វើអីប្រព្រឹត្តខុសច្បាប់អីបានស្រាចិត្តគ្មាននរណាយកទោសអូសដំណើរញៀននឹងកោបលុយដែលរកបានប្រជាពលរដ្ឋក្រអ្នកមន្ត្រីរាជការដែលគ្រប់គ្រងឬបកអុកញ៉ាដែលក្រុមខ្លួននឹងមានមហាសាលអួតសម្ញែងទ្របរាល់ថ្ងៃអាហ្នឹងអ្នកណាមិនញៀនបងប្អូនវាស្រួលពេក
វាអត់មានអ្នកណាមកផ្ទៀងផ្ទាត់អីបានទេអញធ្វើអីក៏បានអញស៊ីអីក៏បានអញលួចអីក៏បានអាហ្នឹងអ្នកណាមិនញៀនមើលបងប្អូននិយាយមើលមនុស្សនឹងសាច់សំទោសយៈនឹងស្អីគេណាគេថាយៈឆ្កែនឹងស្អីយៈនឹងសាច់អាមិនគេនោះខ្ញុំមិនចង់វែងឆ្ងាយទេប៉ុន្តែវាជារបៀបញៀនហើយញៀនលបែងហ្នឹងគឺដូចញៀនអំណាចចឹងដូចគ្នាកុំថាជនជាតិថៃញៀនលបែងជនជាតិខ្មែរយើងហ្នឹងក៏លបែងហុយដីដែរទៅមើលកតុយលេខទៅមើលអីទៅវាអត់មែនជាពូជសាសជាតិណាអាក្រក់ដោយសារលបែងទេវាសំខាន់គឺតើយើងគ្រប់គ្រងអាបនលបែងនឹងបានប៉ុណ្ណាទេប្រជាពលរដ្ឋគេលេងលបែងលេងអីដោយសារតែយើងបើកដៃតែបើយើងមិនបើកដៃគ្នាក៏លួចលាក់លួចអីទៅវាមិនសម្បើមពេកប៉ុន្តែឲ្យឈប់វាអត់ឈប់ទេអ្នកលេងញៀនលបែងនឹងអត់ឈប់ទេតអស់ផ្ទះអស់សំបែងហ្នឹងគឺនៅតែអញ្ចឹងព្រោះវាញៀនហើយតែបើយើងផ្ដាច់ឲ្យទីហោកុំឲ្យបើជុលមន់បើញៀនជុលមន់យើងបិទកន្លែងជុលមន់អស់ទៅយូរទៅគាត់រកកន្លែង3អាមន់គាត់នឹងយកទៅជុលលែងបានអស់ចិត្តធ្វើម៉េចចូលចិត្តដែរប៉ុន្តែបើគេឈប់ឲ្យលេអស់អញ្ចឹងដាច់ខ្យល់ទៅធ្វើអីផ្សេងទៅវាតែអញ្ចឹងទេតែយើងកុំទៅបន្ទោសរឿងអ្នកញៀនលបែងយើងបន្ទោសវិធីទប់កុំឲ្យលបែងលេអញ្ចឹងបានខ្ញុំថាកុំបន្ទោសរឿងនារីស្លៀកខ្លីត្រូវគេរំលោភតែយើងទៅបន្ទោសអាមានចរិតរំលោភគេនោះហើយយកវាទៅព្យួរកឲ្យអស់តើអញ្ចឹងទៅវាអស់មានអ្នកណាញៀននឹងរំលោភក្មេងផ្ដេសផ្ដាស់ទៀតហើយកុំមកដោះស្រាយរឿងណែឈប់ស្លៀកខ្លីឈប់ធ្វើអីសិចស៊ីលេចលើលេចក្រមតែអញ្ចឹងគេរំលោភបើអញ្ចឹងងាប់ហើយមនុស្សនៅបើអត់ឲ្យគេមានសេរីភាពនៅក្នុងការស្លៀកពាក់តាមការចូលចិត្តរបស់គេសម្ផស្សធម្មជាតិរបស់គេការចូលចិត្តរបៀបសម័យរបៀបអីតែយើងទៅជួយទប់អាពួកប្រេះផ្ដាស់នោះធ្វើច្បាប់ឲ្យរឹងចាប់អានោះព្យួរកឲ្យអស់អាហ្នឹងបានគ្នាមានសវត្ថភាពឥឡូវចូលដល់រឿងគាត់ថាញៀនឈប់ឲ្យថៃនឹងញៀនលបាយដោយសារថៃញៀនលបាយហ្នឹងបានមានឆោបបោកអនឡាញពេញទឹកពេញដីចិនក៏ញៀនលបាយដែរបើលោកហ៊ុនសែននិយាយនេះគឺចិនត្រូវច្រើនជាងគេចិនហ្នឹងក៏លេងលបាយនោះតែវាមិនមែនជាភាពអាក្រក់អីទេបងប្អូនរឿងលេងលបែងរឿងអីនៅពុទ្ធសាសនាលោកថាអំពើអបាយមុខមាន3គឺលបែងស្រីស្រានោះស្រីស្រាលបែងពាលាតាមពិតពុទ្ធលោកគ្រាន់តែដាស់តឿនថាធ្វើអីក៏ដោយគឺយើងធ្វើឲ្យមានផ្លូវកណ្ដាលឲ្យមានការទទួលខុសត្រូវមិនមែនបានន័យថាឲ្យឈប់សែបសូរាឈប់ប្រព្រឹត្តអាទាំងអស់នឹងឲ្យដាច់ភឹងតើតែយើងជាបបប្រជិតដូចប្រសង់អីហ្នឹងគឺមិនត្រូវឆាន់ស្រាឬក៏មិនត្រូវសែបមេថុនអីជាមួយនឹងប្រសក់ជាមួយអីវាផ្ដេសផ្ដាស់ដាច់អាបត្តិហើយមិនអោយនិយាយកុហកមិនអោយអីអាហ្នឹងគឺជាការព្រៀនប្រដៅព្រោះយើងជាបបប្រជិតគឺបានន័យថាជាទីសក្ការៈសម្រាប់បងប្អូនជឿទុកចិត្តគេចង់ឲ្យបុគ្គលដែលជាអ្នកដែលផ្សព្វផ្សាយធម៌ហ្នឹងឲ្យជាបុគ្គលដែលគួរឲ្យទុកចិត្តដើម្បីឲ្យប្រជាពលរដ្ឋស្ដាប់ធម៌ហ្នឹងគ្នាអាចយកទៅអនុវត្តតាមបានហើយបើសិនជាអ្នកផ្សាយធម៌ផឹកស្រាមានស្រីនៅក្នុងសំណាក់ឬគាត់ឬក៏លបែងពាលាហុយដីតើវាមានន័យអីដើម្បីឲ្យអ្នកនឹងអនុវត្តតាមប៉ុន្តែបើយើងសួរថាតើប្រសង់នឹងអាចនឹងវាចាកពីអំពើទាំងអស់នេះអីប្រសង់ជាមនុស្សលោកដែរតើបងប្អូនមិនលែងអីលុះនឹងក្រមអនាគតិឬក៏ភាពលំអៀងនឹងអាបត្តិនេះចាក់ជាមិនខានព្រោះជាមនុស្សបឋិជនដូចតែយើងតើគ្រាន់តែយកស្បង់ចៃវរយកមកក្រងហ្នឹងមិនមែនបានន័យថាคล้ายទៅជាមនុស្សស័ក្តិសិទ្ធិធ្លាក់ពីឋានទេវតាណាសុទ្ធតែកូនអ្នកស្រុកហ្នឹងអ្នកខ្លះគ្នាកូនជួញដូរគ្រឿងញៀនថ្នាំអីចឹងយកទៅផ្ញើលោកយូរញៀនលោកពេញវត្តទៀតសុទ្ធតែបឋិជនទេហើយអ្នកខ្លះហ្នឹងមានអត់បានចូលរៀនសូត្រអីទេមានស្រីញីសង្សារអីក៏ច្រើនពេលនេះមិនបានរៀនសូត្រម៉ែឪបារម្ភខ្លាំងពេកធ្លាក់រៀនអត់ចូលក៏ទៅឲ្យបួសតែពេលបួសរៀនដើម្បីបានកសាងជីវិតថ្មីតើញោមដែលជាសង្សារចាស់ហ្នឹងចេះទៅយកចង្ហាន់ប្រគេនផ្អើលពេញវត្តហ្នឹងទៀតទៅវាសុទ្ធតែបឋិជនទេបងប្អូនអញ្ចឹងបានថាពេលដែលប្រពុតណែនាំហ្នឹងគឺគ្រាន់តែចង់ឲ្យណែសាវករបស់ព្រះហ្នឹងលោកគ្រាន់តែថាប្រតិបត្តិទៅបើយើងក្រងស្បង់ចៃវរហើយសូមឲ្យប្រតិបត្តិវិន័យដែលប្រពុតលោកផ្ដាំមកហ្នឹងឲ្យយើងដើម្បីជាគំរូ
ប៉ុន្តែមិនមែនបានន័យថាទាំងអស់គ្នាធ្វើបានទេយើងឃើញហើយប្រសង់ដោះស្បង់ចីវរទៅការ៉ាអូខេប្រសង់មានស្រីនៅក្នុងវត្តវ៉ាប្រសង់ធ្វើនេះប្រសង់ធ្វើនោះវាអត់មានរឿងអីប្លែកទេព្រោះទាំងអស់ប្រសង់ទាំងអស់ជាពុទ្ធជនគ្រាន់តែថាគ្រាន់តែសំណូមពរអញ្ចេះទេបងប្អូនទាំងអស់ដែលបួសជាសង្ឃព្រោះបើយើងកាន់ជាសង្ឃបានន័យថាយើងបានសម្រេចចិត្តកោចិញ្ចើមកោសក់លះបង់កិលេសគឺបានន័យថាយើងចង់តំណាងឲ្យព្រះនៅក្នុងការផ្សព្វផ្សាយធម៌អប់រំចិត្តអប់រំសិលធម៌ឲ្យប្រជាពលរដ្ឋជឿតាមអញ្ចឹងបើសិនជាអស់លោកនៅមិនទាន់ជ្រះកិលេសនឹងទេកុំបួសអីព្រោះតែពេលដែលយើងបួសហើយគឺគេនឹងជឿថាយើងនឹងធ្វើអីមួយដើម្បីយកធម៌យកទៅផ្សព្វផ្សាយអប់រំដាស់តឿនចិត្តអ្នកដទៃទៀតហើយដល់ពេលយើងមានបញ្ហាខ្លួនឯងគឺវាមិនខុសអីនៅពេលដែលយើងផឹកស្រាហើយយើងទៅណែនាំប្រជាពលរដ្ឋថាស្រានាំឲ្យស្រវឹងយើងជក់បារីហើយយើងទៅប្រាប់ថាបារីធ្វើឲ្យខូចសួតហើយយើងមានស្រីញីអូនបងយើងប្រាប់ថាការសែបគប់ស្រឡាញ់ស្រីក្នុងវ័យសិក្សាមិនមែនជារឿងល្អទេវាអត់អាចបដៅអ្នកណាបានទេន័យហ្នឹងគឺជាន័យទូទៅទេប៉ុន្តែប្រសង់មួយចំនួនលោកធ្វើតាមអាបត្តិហ្នឹងមិនបានចេះតែដាច់ទៅហ្នឹងតាមពិតមែនតែនទៅបើជាលោកសង្ឃដែលស្មោះសរនឹងព្រះពុទ្ធសាសនាមែនតែនមិនគួរណាឲ្យមានរឿងអកុសលបែបនេះទេវាចាការដែលគេថាថេរដីកាថ្លែងទៅនឹងគឺថាប្រកបដោយភាពម៉ត់ចត់តឹងតែងមិនមែនយកវេទិកាឃោសនាណែទេសនាមកនិយាយសើចចំអាយចំអន់ដូចលោកឡុងចន្ទាអីចឹងទេខ្ញុំសុំទោសលោកឡុងចន្ទាផងខ្ញុំមិនមែននេះទេខ្ញុំចូលចិត្តលបងឡុងចន្ទានឹងច្រើនដោយសារតែភាពកប្លុកកប្លែរបស់គាត់ដែរពេលខ្លះ stress ខ្លាំងទៅស្ដាប់គាត់ទៅដូចជាសប្បាយចិត្តខ្សាក់ប៉ុន្តែនៅក្នុងព្រះពុទ្ធសាសនាយើងទេសនាយើងមិនអាចរកឱកាសនឹងទៅវាយប្រហារថាយាយនេះមុខដូចខ្មោចងាប់ដែលទឹក7ថ្ងៃអីចឹងអត់ចឹងទេមិនអាចអញ្ចឹងទេលោកឡុងចន្ទាខ្ញុំគិតថាលោកបកកាយមែនតើលោកឡុងចន្ទាបើដើរតួក្រុមកំ pl ែងគឺខ្ញុំជឿថាលោកនឹងមានការទទួលស្វាគមន៍ច្រើនណាប៉ុន្តែជាប្រសង់ខ្ញុំពេញចិត្តវោហាសាសរបស់លោកឡុងចន្ទាម្ដងទៀតខ្ញុំបើតិចទៀតទៅគេរិះគន់ខ្ញុំទៀតនឹងទៅធ្វើបាបលោកឡុងចន្ទាទៀតហើយមួងណារ៉េតហ្នឹងដូចរៀលដាលេអត់ទេខ្ញុំអត់មានទៅយកកម្មយកពីអីរឿងលោកឡុងចន្ទាទេគាត់ប្រកបរបរទទួលទានតាមសមាជីវរបស់គាត់មិនដែលធ្វើចោលមិនដែលទៅប្លន់មិនដែលទៅលួចមិនដែលប្រព្រឹត្តអំពើពុករលួយណាដែលធ្វើឲ្យបងប្អូនស្អប់គាត់ទេគាត់ជាសង្ឃធម្មតាហើយគាត់ក៏ចាក់សិក្ខាបទទៅហើយកាលពីគាត់នៅជាសង្ឃហ្នឹងគឺល្បីត្រង់ថាទេសហ្នឹងគឺគេសើចហៀទឹកភ្នែកអស់ហើយតែពេលខ្លះសើចសប្បាយខ្លះទៅគាត់ថានៅក្នុងសម្លៀកបំពាក់ឬស្បង់ចីវរជាសង្ឃគឺដូចថាយើងមិនមែនជាពុទ្ធជនធម្មតាទេគ្រាន់តែការដែលមានវិន័យមានអីហ្នឹងវារៀងតឹងសម្រាប់លោកឡុងចន្ទាបន្តិចខ្ញុំគ្រាន់តែនិយាយក្នុងន័យមួយថាតទៅពេលយើងទៅស្ដីសុទ្ធអញហែងអីក្នុងន័យសបាយមែនហើយក៏ប៉ុន្តែស្ដាប់ទៅយាយសាច់ធ្លាក់កាក់ស្លាដែរហ្នឹងព្រោះយាយក៏គិតថាអញ្ចឹងក៏ធូរដែរធ្លាប់នឹកឃើញថាប្រសងដូចតឹងវិន័យលេខសិតតែព្រលឹមឡើងវ័យ4 10ពាត់លោកនេនឡងកទួលពេញខ្លួនដើម្បីឲ្យនេះវិន័យដល់ពេលឃើញលោកសង្ឃចេះនិយាយក៏ផ្លុកកំ pl ែងធ្វើឲ្យមានភាពស្និទ្ធស្នាលគ្នាដែរថាលោកមិននៅខ្ពស់ពេកប្រសក់មិននៅទាបពេកគឺថាដូចជាពុទ្ធជនធម្មតាកូនអ្នកស្រុកអីចឹងទៅធ្វើឲ្យមានភាពស្និទ្ធស្នាលមួយយ៉ាងដែរក៏ប៉ុន្តែបើយើងនិយាយពីវិន័យសង្ឃវិន័យពុទ្ធសាសនាក្នុងនេះវារៀងរយាលបន្តិចតែប៉ុណ្្នឹងឯងខ្ញុំនិយាយនេះមិនមែនចង់ន័យថាទៅធ្វើបាបលោកឡុងចន្ទាអីទេខ្ញុំជា fan របស់គាត់ដែរ fan នៅក្នុងន័យថាសង្ឃទៅដូចថាគាត់ប្រកែមែនតើបាទអត់អីទេតែយ៉ាងណាលោកឡុងចន្ទាគាត់ឡើងខ្លាចទៅជាសង្ឃហើយគាត់ជាពុទ្ធជនធម្មតាទេគាត់ថាវីដេអូរបស់គាត់នឹងនៅតែដដែលទៅសែតពេញបណ្ដាញសង្គម Facebookចឹងមានអាបត្តិន័យថាយើងត្រូវប្រតិបត្តិខ្លួនឲ្យរៀងតឹងជាងគេបន្តិចតែប៉ុណ្្នឹងទេអញ្ចឹងការញៀនលបែងញៀនស្អីហ្នឹងណាគឺជារឿងធម្មជាតិរបស់មនុស្សទេកុំទៅបន្ទោសមនុស្សញៀនលបែងដោយសារតែយើងមិនបង្ក្រាបបនលបែងមនុស្សញៀនរំលោភដោយសារតែយើងមិនយកគាត់ទៅព្យួរកតាព្យួរកឬក៏ដាក់ទោសឲ្យធ្ងន់ទៅវាអស់ហើយអ្នកផ្សេងរៀងចាលហើយ
តែដល់ពេលអត់តែយើងនាំគ្នាបន្ទោសគ្លេស្លៀកខ្លីឬក៏លេចលើលេចក្រមយើងធ្វើបាបអាអ្នករំលោភហ្នឹងនៅតែរំលោភពេញភូមិអញ្ចឹងទៅហ្នឹងយើងអត់ដោះស្រាយបញ្ហាហ្នឹងបានទេតែឥឡូវថៃគេមានច្បាប់មានអីសម្រាប់ធ្វើកាស៊ីណូនៅប្រទេសថៃអញ្ចឹងកុំភ័យអីលោកហ៊ុនសែនមិនឈឺក្បាលនឹងថៃចូលមកលេងល្បែងនៅស្រុកខ្មែរទៀតទេព្រោះចាប់ពីពេលនេះទៅកាស៊ីណូទាំងអស់នឹងបើកនៅប្រទេសថៃហើយដាច់ខ្យល់អ្នកដែលបើកកាស៊ីណូនៅស្រុកខ្មែរដែរតាក់ទងរឿងថៃប៉ុន្តែនៅតែមានចិនមានអីម្ដងទៀតបងប្អូនខ្មែរយើងនឹងក៏ប្រកែលេងលបែងដែរវាអត់មានខុសអីគេទេគ្រាន់តែថាការលេងលបែងនេះហាវាមានលក្ខខណ្ឌពីរដែលគ្រោះថ្នាក់និងមិនគ្រោះថ្នាក់ពពុទ្ធលោកផ្ដាំមកថាអំពើអបាយមុខពិតជាមាន3មែនហើយលបែងស្រីស្រាពីលីអាវ៉ាសែហ្នឹងគឺយើងត្រូវបវាជាឆ្ងាយប៉ុន្តែតើប្រជាពលរដ្ឋដែលកាន់សាសនាពុទ្ធប្រមាណអ្នកបើជាប្រុសដែលអត់ពិសាស្រាស្រាមិនមែនជាគ្រឿងអបាយមុខតលតែយើងទៅនេះទេព្រោះយើងឃើញគេមានពិធីអីគេទទួលជុលកែវចោះលោកហ៊ុនសែនពេលដែលជុលកែវឈើងមានស្រាសំប៉ាញហ្នឹងហើយគាត់មកប្រតិបត្តិធម៌ប្រតិបត្តិអីជឿពុទ្ធសាសនាចឹងបានឲ្យគាត់មិនមែនអ្នកកាន់សាសនាពុទ្ធទេអញ្ចឹងតែពិធីផ្លូវការគឺវាត្រូវតែមានការជុលកែវសំប៉ាញជាមួយភ្ញៀវបរទេសអីអញ្ចឹងជាទំនៀមទម្លាប់ហើយចឹងបើគាត់អត់ទទួលទានស្រាចឹងបានន័យថាបើគាត់ទទួលទានស្រាគឺគាត់មិនមែនជាអ្នកដែលកាន់សាសនាពុទ្ធគាត់ប្រឆាត្រូវអាបត្តិអីចឹងយ៉ាងម៉េចគាត់មិនមែនជាបព្វជិតទេអញ្ចឹងអ្នកដែលកាន់សាសនាពុទ្ធដែលជាបុថុជនធម្មតាគឺគ្រាន់តែយើងស្ដាប់ទៅវាចាក់ទៅបើយើងចង់កាន់សិល5ចាំសិល8អីចឹងលាក់នឹងលាក់អីចឹងទៅប៉ុន្តែធ្វើបានមិនបានវាអាស្រ័យទៅលើការតាំងចិត្តទេហើយក៏មិនមែនបានន័យថាត្រូវធ្វើឲ្យបានដែរប៉ុន្តែការទទួលទានសូរាឬមិនទទួលទាននោះគឺទាល់តែយើងមានការទទួលខុសត្រូវខ្លួនឯងដឹងថាកម្រិតណាដើម្បីសុខភាពដឹងថាកម្រិតណាហូបដើម្បីធ្លាក់ថ្លើមហើយកម្រិតណាហូបដើម្បីយករង្វាន់ដើម្បីជួយពេទ្យឲ្យធូធាអីអាហ្នឹងយើងដឹងខ្លួនឯងតាបងប្អូនអាហ្នឹងគឺយើងដឹងហើយតែភាគច្រើនគឺយើងថាបើផឹកឲ្យគេសែងហ្មងផឹកដើរខ្លួនឯងអត់ចេះផឹកអាហ្នឹងទម្លាប់យើងគឺចង់តតែលូនអាហ្នឹងវាពិបាកអញ្ចឹងដែរតែហ្នឹងវាទៅជារឿងញៀនអីអញ្ចឹងទៅបងប្អូនឥឡូវម្ដងទៀតអ្នកញៀនលបែងនៅណាក៏មានដែរខ្មែរយើងហ្នឹងទៅមើលទៅបងប្អូនមកមើលទីក្រុងឡុងបិចយើងហ្នឹងនៅតាមសួននៅតាមអីនៅតាមអាកន្លែង Park 7 អីនេះនៅនិយាយទៅឲ្យតែមានខ្មែររស់នៅលបែងហ្នឹងគឺហៀកែងដូចតែគ្នាទេប៉ុន្តែសួរថាអាហ្នឹងវាអាក្រក់ខ្លាំងមែនវាមិនមែនជាអាក្រក់ខ្លាំងអីទេព្រោះលបែងហ្នឹងជួនកាលបើយើងលេងដើម្បីកំដរសបាយមិត្តភ័ក្តិក្អាកក្អាយកុំលេងស៊ីលុយគ្នាច្រើនខ្ញុំមិនចង់ឲ្យលេងលបែងស៊ីសងទេជួបគ្នាទៅជជែកគ្នាទៅដើម្បីឲ្យបរិយាកាសហ្នឹងកុំឲ្យវាដដែលអញ្ចឹងទៅប៉ុន្តែកុំប្រព្រឹត្តជាអាជីពខ្វះស្អីខ្មែរយើងនៅកាស៊ីណូហ្នឹងចូលហែងលោកដងណាទៅមើលមើលប៉ុន្តែនៅអាមេរិកនេះវាបើសិនជាលបែងលេងមាន2យ៉ាងទី1បើយើងលេងលបែងក្នុងស្ថានភាពដែលយើងមានការងារធ្វើត្រឹមត្រូវយើងមានប្រាក់ចំណូលគ្រប់គ្រាន់យើងមានស្អីលុយហ្នឹងចូលមកហើយនៅពេលដែលចង់សាកថ្មជីវិតហើយសៅរ៍អាទិត្យអីចឹងម្ដងមកកាលទៅកាស៊ីណូអីចឹងទៅអស់50 100អីគ្រាន់តែលេងឲ្យស្គាល់គេឲ្យសបាយកំដរផ្លូវចិត្តដែលប្រាក់ខែយើងមានដូចថា$5-6,000អស់ត្រឹម$100-200ចាត់ទុកថាជាការកំសាន្តអារម្មណ៍ហើយប្រកបដោយការទទួលខុសត្រូវហើយចេញមកវិញគឺធម្មតាកុំសេះដាច់យកសេះតាមអានឹងអត់អីទេគេធ្វើអញ្ចឹងគ្រប់តែគ្នាមិនមែនដាច់អាបាត់ដាច់អីទេសម្រាប់ប្រតិជនធម្មតាគឺកំសាន្តសបាយជារបៀបដូចថាជាជាងការទៅខារ៉ាអូខេទៅស្ទូចត្រីឬទៅអីគឺគេមានវិធីកំសាន្តតាមបែបបទអីអញ្ចឹងវាអត់មានខុសអីទេក៏ប៉ុន្តែបើយើងយកវាជាអាជីពស៊ីសាច់ហត់ឈាមគ្នាគឺថាអស់ផ្ទះអស់សម្បែងលេងខ្លាំងសម្បើមអាហ្នឹងគឺខុសហើយមិនមែនខុសផ្លូវប្រពុតទេគឺអាផ្លូវអាណាចក្រហ្នឹងក៏ខុសដែរព្រោះអីយើងមិននៅផ្ទះយើងមិនរកការងារធ្វើប្រពន្ធកូនអត់ជួយមើលការខុសត្រូវផ្ទះសម្បែងដើរលេងលបែងមួយថ្ងៃវល់ល្ងាចអត់ដេកអត់បាយកាហាយទឹកធ្លាក់ខ្លួនឈឺហើយទៅចពាក់គេរុំសួតអត់ផ្ទះនៅអាហ្នឹងយើងប្រព្រឹត្តអំពើអបាយមុខហើយព្រោះយើងអត់ការទទួលខុសត្រូវប៉ុន្តែអ្នកដែលនៅប្រទេសសេរីប្រទេសដែលរលុយបានការលេងលបែងភាគច្រើនគឺលេងកំសាន្តប៉ុន្តែអ្នកនៅប្រទេសក្រីក្រដូចស្រុកខ្មែរលេងលបែងគឺលេងជាអាជីពហ្មងគឺយើងលេងដើម្បីយកលបអាហ្នឹងហើយដែលយើងភ្លាត់
ធ្ងន់ណាស់គ្រោះថ្នាក់មែនតើតែអស់លុយគឺយើងលួចហើយយើងប្លន់ណាយើងសម្លាប់គេយើងចាប់ចម្រិតគេដើម្បីបានលុយហ្នឹងយកមកលេងលបាយឬក៏ស្រង់ដើមអានេះគ្រោះថ្នាក់មែនតើព្រោះទី1ប្រាក់ដែលរកបានវាតិចតួចពេកប្រាក់ខែ2 300អី500មួយខែដល់យកទៅលេងលបែងយកអស់ទៅមួយខែហ្នឹងបានមកពីណាបើមិនប្លន់បើមិនលួចបើមិនចាប់ចម្រិតបើមិនធ្វើបាបឪពុកម្ដាយទាលុយអាហ្នឹងគ្រោះថ្នាក់អញ្ចឹងទេតែបើប្រាក់ខែយើង4 5000ធូធាសល់លុយដូចខ្ញុំនិយាយចឹងទៅអស់150អីគ្រាន់កំសាន្តហើយមនុស្សមកវិញរវល់ការងារទៀតវាអត់មានអ្នកណាទៅញៀនងប់អីធ្លាក់នៅក្នុងអំពើអបាយមុខហ្នឹងទេស្រុកណាក៏គេលេងដែរលបែងហ្នឹងនោះអញ្ចឹងមិនមែនកាស៊ីណូបើកពេញអាមេរិកគេបើកកាស៊ីណូលុយគេចូលរាប់ពាន់លានដុល្លារមួយឆ្នាំឆ្នោតឡូតូគេមួយឆ្នាំរត់គេចូលរាប់រយលានដុល្លារអញ្ចឹងគេធ្លាក់នរកអស់ហើយអញ្ចឹងវាមិនមែនអញ្ចឹងទេប្រជាពលរដ្ឋមានប្រាក់ចំណូលគ្រប់គ្រាន់គេលេងអីបន្តិចបន្តួចប្រកបដោយការទទួលខុសត្រូវបងប្អូនធ្វើអីក៏ដោយប្រកបដោយការទទួលខុសត្រូវនិងបញ្ញានិងការត្រេះរិះត្រឹមត្រូវវាអត់ដែលខុសទេសូរ៉ាក៏អត់ខុសដែរក្រេតបន្តិចបន្តួចដើម្បីសុខភាពដើម្បីកុំដរបរិយាកាសបានប៉ុន្តែកុំលើកដាច់យើងលើកដាច់ហ្នឹងគឺយើងនិយាយទៅមិនចាស់ទេអ្នកដែលហូបស្រាមកពេលអស់កន្លះកេះអីគ្នា3នាក់ហ្នឹងមិនដែលចាស់ទេព្រោះតែអាយុតែត្រឹម45អីស្លាប់បាត់អស់ហើយរឿងវាតែអញ្ចឹងតាហើយយើងចង់សម្លាប់ខ្លួនឯងមិនមែនវាមិនដែលល្អស្អីព្រោះអាគ្រឿងទាំងអស់ហ្នឹងវាធ្វើឲ្យខូចថ្លើមខូចប្រមាត់អីយើងតាតែចឹងបានថាធ្វើអីក៏ដោយឲ្យវាមានផ្លូវកដាលវាអត់ដែលខុសទេអ្នកកាន់សាសនាអីក៏ដោយតែខ្ញុំនិយាយរឿងស្រីបោះវាជាឆ្ងាយបើយើងមានប្រពន្ធមានអីរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ហើយយើងទៅមានស្រីញីមានអីអានឹងមួយគឺអត់មានរឿងញៀនអត់មានរឿងអនុគ្រោះទេព្រោះយើងក្បត់ក្រុមគ្រួសារយើងក្បត់ប្រពន្ធកូនយើងលួចទៅមានស្រីញីសហាយស្មន់បែបនេះគឺយើងនឹងធ្វើឲ្យគ្រួសារនេះអញ៉ែអញ៉ៃឆ្លោះគ្នាបែកបាក់ហើយវាអសិលធម៌សពបែបយ៉ាងអារឿងនេះមួយបើប្រពុតហាមចំណុចនេះមួយគឺខ្ញុំគិតថាប្រពុតហាមត្រូវមែនតើដែលត្រូវតែបោវាជាឆ្ងាយប៉ុន្តែស្រានិងលបែងនេះគឺខ្ញុំឃើញគេប្រព្រឹត្តឲ្យតែមានការទទួលខុសតែរឿងស្រីមានស្រីក្នុងចំណងអាពាហ៍ពិពាហ៍ផ្ដេសផ្ដាស់នេះណាអានេះអត់មានការទទួលខុសត្រូវកើតទេគឺតែមានគឺខុសហ្មងហើយស្រុកខ្មែរយើងនិយាយពីឥឡូវហ្នឹងគេមានគេហៅថាស្អីគេដូចជាភាពពេញនិយមណាចាស់មានលុយកាក់ជាមន្ត្រីជាអីហ្នឹងគេមានប្រពន្ធចង់មានអីច្រើនអីអញ្ចឹងទៅគឺជាការពេញនិយមរបស់គេមានស្រីក្មេងស្រីអីចឹងបាទអាហ្នឹងគឺជារឿងមួយដែលតែរឿងនេះគឺខ្ញុំនិយាយចឹងរឿងស្រីញីនេះណាគឺតើតែយើងលែងលះប្រភរិយាដើមរបស់យើងដាច់សំធ្វើទៅយកប្រពន្ធថ្មីអីអាហ្នឹងវាមិនខុសអីឆ្កងសិលធម៌អីធំដុំទេប៉ុន្តែបើយើងនៅប្រពាក់ប្រពូនគ្នាបែបនេះគឺយើងសិលធម៌យើងទៀតហ៎តែឥឡូវយើងបន្តទៅទៀតអូយវែងមែនតើណាបងប្អូនឆ្លៀតឱកាសដោយសារថ្ងៃអាទិត្យផងទេសនាឯងមកក្រែធំសុំអធិស្ឋានឥឡូវវិលមករឿងញៀនលបែងដែលលោកហ៊ុនសែនបន្ទោសទៅលើភាគីថៃថាដោយសារតែថៃញៀនលបែងនឹងឯងដែលធ្វើឲ្យចង្រៃដល់ខ្មែរព្រោះអីថៃញៀនលបែងចាប់ផ្ដើមចូលមកលេងលបែងបង្កើតអាឆបបោកអនឡាញដោយទាំងខ្មែរដែរថាខ្មែរយើងមិនមែនជាអ្នកឆបបោកអនឡាញទេលោកហ៊ុនសែននិយាយចំណុចនេះខ្ញុំគាំទ្រកន្លែងមួយដែលគាត់ថាអញ្ចឹងគាត់ថាកម្ពុជាសំណាងណាដែលមិនទាន់ត្រូវបានពួកឆបោកអនឡាញនេះបង្រៀនឲ្យចេះឆបោកអនឡាញនៅឡើយលោកហ៊ុនសែនគាត់មានមោទនភាពខ្លាំងមែនទែនដែលគាត់គិតថាប្រជាពលរដ្ឋខ្មែរមិនទាន់ចេះឆបោកអនឡាញទេគឺពួកបរទេសទេអញ្ចឹងគាត់ចង់រំលេចរឿងពីរថាខ្មែរយើងនៅមានកម្រិតមិនមែនជាអ្នកឆបោកទេទី1ទី2គាត់នៅតែទម្លាក់កំហុសទៅលើជនបរទេសទេដែលនាំអាចធ្វើឲ្យមានការឆបោកកក្រើកហើយកម្ពុជាជាជនរងគ្រោះទេកន្លែងហ្នឹងគាត់និយាយមានហេតុផលកន្លែងមួយថាកម្ពុជាមិនទាន់คลายទៅជាអ្នកឆបោកអនឡាញខ្ញុំទទួលស្គាល់ត្រង់ថាអញ្ចេះទេបងប្អូនតែគាត់និយាយត្រូវប្រជាពលរដ្ឋកម្ពុជាច្រើនណាស់អត់សូវចេះនិយាយភាសាអង់គ្លេសស្ទាត់ជំនាញដូចជនជាតិបរទេសដែលមកធ្វើរបរអនឡាញឆបោកអនឡាញនេះគឺតើយើងចេះអង់គ្លេសព្រោះយើងអត់អាចឆបោកខ្មែរគ្នាឯងទេហើយខ្ញុំគិតថាកម្ពុជាមានភពសំណាងជាងគេតាក់ទងរឿងឆបោកអនឡាញត្រង់ថាយើងមិនមែនជាជនរងគ្រោះនៃអំពើឆបោកទេហើយខ្ញុំប្រាប់ថាហេតុអី
ប្រជាពលរដ្ឋខ្មែរច្រើនណាស់មិនមែនជាជនរងគ្រោះនៃអំពើឆបោកដោយសារខ្មែរក្រនេះគឺជាកម្មគេហៅកុសលកម្មអាក្រក់មែនប៉ុន្តែវាទៅជាភ័ព្វគេហៅលៀបនៅក្នុងគ្រោះធំណាស់ដែលមានអំពើឆបោកអនឡាញនៅក៏ក្រើកពេញផ្ទៃស្រុកខ្មែរនិងបរទេសដែលយកមជ្ឈមណ្ឌលនៅកណ្ដាលបេះដូងខ្មែរប៉ុន្តែមានខ្មែរយ៉ាងតិចណាស់ដែលជាជនរងគ្រោះនៃអំពើឆបោកតិចណាស់ខ្ញុំនិយាយស្ទើរតែមិនដល់1%ផងទេមើលទៅភាគច្រើនគឺជាជនជាតិអាមេរិកឬក៏ជនជាតិចិននៅចិនឬក៏ជនជាតិថៃខ្លួនឯងហ្នឹងឬក៏ជនជាតិដទៃទៀតដែលមានជីវភាពទូធានេះគឺដោយសារភ័ព្វវាសនារបស់យើងដោយសារយើងក្រព្រោះនៅពេលដែលយើងក្រពួកឆបោកអនឡាញមិនអាចទៅឆបោកយើងបានទេព្រោះយករតាំងកច្រកឆ្នាំងមិនបានផងទៅឆបោកអនឡាញនឹងយ៉ាងម៉េចបានលុយពីយើងមានតែយើងទៅយកលុយពីគេមកវិញអញ្ចឹងវាអត់ទេពួកឆបោកក៏គេចេះដែរទី1គឺយើងក្រទី2ខ្មែរច្រើនណាស់អត់សូវចេះអង់គ្លេសខ្ញុំនិយាយនេះមិនមែនបានមើលងាយជាតិសាសន៍ខ្មែរថាអត់សូវចេះអង់គ្លេសមានច្រើនដែរចេះក្មេងៗចាស់ក៏អត់សូវចេះទេហើយការឆបោកអនឡាញនេះគេមិនមែនដៅគោលដៅមនុស្សក្មេងៗទេព្រោះក្មេងឆ្លាតវៃដឹងអំពីអំពើបោកគឺគេដៅមនុស្សដែលមានអាយុចាប់ពី55ឆ្នាំឡើងទៅហេតុអីបានឆបោកអនឡាញគេដៅមនុស្សដែលមានអាយុ55ឆ្នាំឡើងទៅគឺដោយសារតែអ្នកទាំងអស់នោះចូលវ័យហ្នឹងគឺចាប់ផ្ដើមជាពិសេស65ឆ្នាំឡើងទៅគឺរត្រែតឈប់ធ្វើការមានប្រាក់សោធននិវត្តន៍ហើយមានប្រាក់សន្សំច្រើនខ្ញុំនិយាយតែនៅស្រុកអាមេរិកទេហើយជនជាតិអាមេរិកច្រើនណាស់ដែលអាយុចាប់ពី65ឆ្នាំទៅคล้ายជាជនរងគ្រោះនៃអំពើឆបោកអនឡាញមានរូបភាព2នៃការឆបោកអនឡាញទី1គឺរូបភាពទំនាក់ទំនងស្នេហាយើងត្រូវចាំថាជនជាតិអាមេរិកច្រើនណាស់នឹងអឺរ៉ុបនឹងអីចាស់ទៅគាត់ឯកោដោយសារតែគាត់ធ្លាប់ធ្វើការទៅកូនគេចេញអស់គេបែកអស់គេធំអស់គេអត់នៅស្រុកខ្មែរដូចយើងមកផ្ទះនៅគ្នាប្រពាក់ប្រពូនទាំងកូនទាំងចៅតគ្នាអញ្ចឹងទេស្រុកអាមេរិកវប្បធម៌ខុសគ្នាគឺថា18គឺធាក់ចេញអស់ហើយអត់មានអ្នកណាមកនៅជាមួយទៀតទេគឺអស់ហើយចាប់អាយុ18ចេញបើថានៅជួយបងលុយថ្លៃផ្ទះផងឬក៏អីឲ្យឪពុកម្ដាយអត់ចង់ឲ្យកូនអាយុ18ឆ្នាំនៅជាមួយទេព្រោះជាបន្ទុកធំណាស់គឺបន្ទុកសពបែបយ៉ាងចិញ្ចឹមតាំងពីអាយុមួយខួបមករហូតដល់18ឆ្នាំហើយមកនៅនឹងទៀតចិញ្ចឹមដល់ណាទៀតវប្បធម៌វាខុសគ្នាបងប្អូនអត់ដូចខ្មែរយើងទេអញ្ចឹងចេញឲ្យអស់18ឆ្នាំបន់ឲ្យដល់18ឆ្នាំអានចេញព្រោះបើអត់បើហ៊ានបដិញកូនចៅចេញពីផ្ទះមុនអាយុ18ឆ្នាំម៉ែឪនឹងជាប់គុកទៀតព្រោះអីក្មេងជាអនិច្ចជនគឺស្ថិតក្រោមការត្រួតត្រារបស់ឪពុកម្ដាយដើរទៅណាមកណាតែមានបញ្ហាអីម៉ែឪអត់ដឹងអត់ព្រមមើលកូនគេចាប់ឪម៉ែនឹងដាក់គុកទៀតអញ្ចឹងភារៈកិច្ចនឹងទទួលខុសត្រូវសពបែបយ៉ាងមើលបីបាច់ថែរក្សាហើយគឺទទួលខុសត្រូវសពបែបយ៉ាងប៉ុន្តែរដ្ឋក៏គេគិតគូរយើងដែរថាបើយើងកូនយើងអត់ទាន់គ្រប់អាយុ18ឆ្នាំទេមួយឆ្នាំគេឲ្យយើង3-4000អីដែរដើម្បីគេហៅ child credit រដ្ឋគេឲ្យលុយយើងដើម្បីឲ្យយើងយកទៅទិញម្ហូបទិញខោអាវអីជាសម្រាប់បន្ទុកគ្រួសារដែរមិនអត់សោះទេមិនមែនមានកូនអត់ប្រយោជន៍ទេចង់និយាយថារដ្ឋគេគិតគូរដែរថាម៉ែឪពិបាកគេជួយលុយខ្លះទៅកុំឲ្យពិបាកមើលកូនតែអាយុ18ឆ្នាំទៅកូនអាចធ្វើការធ្វើអីរកលុយបានគឺម៉ែឪចង់ឲ្យចេញទៅឲ្យឆាប់ម៉ែឪអាគាំងបរទេសសំទោសជនជាតិអាមេរិកតែបើម៉ែឪខ្មែរវិញចង់អោបកសោបនៅមួយគ្នានឹងហើយអត់អីទេព្រោះអីវាវប្បធម៌វាខុសគ្នាចឹងហើយបានឪពុកម្ដាយជាដូនជាតាខ្មែរដែលមករស់នៅស្រុកគេខកចិត្តរឿងការចិញ្ចឹមបីបាច់កូនហ្នឹងណាព្រោះវប្បធម៌វាអត់ដូចគ្នាទេក្មេងនៅស្រុកនេះគេគិតតាមក្មេងអាមេរិកយើងម៉ែឪចាស់ក៏គិតតាមបែបស្រុកខ្មែរដល់ចឹងទៅធ្វើឲ្យយើងដូចថាម៉ែឪពិបាកចិត្តអីចឹងមិនអាចគ្រប់គ្រងកូនបានកូនតមាត់តអីគេធ្វើអីស្រេចគេធ្វើអីស្រេចគេហើយតែអាយុ18ឆ្នាំអានឹងជាទំនៀមទម្លាប់របស់ប្រពៃណីគេអញ្ចឹងមកតែអញ្ចឹងយើងចូលស្ទឹងតាមបត់តាមគេអញ្ចឹងទៅអញ្ចឹងបានថានៅពេលដែលពួកគាត់ចេញទៅក្រៅផ្ទះគឺអានេះរបៀបអប់រំដឹកនាំកូននៅឯស្រុកអាមេរិកដែលយើងឃើញថាប្រពៃណីទំនៀមទម្លាប់គឺខុសគ្នាបែបនេះអញ្ចឹងវិលមកតកតងនឹងរឿងរឿងការទទួលខុសត្រូវរបស់អាណាព្យាបាលមិញនេះខ្ញុំចង់និយាយថាយើងទទួលខុសត្រូវបែប
បែបផ្សេងគ្នាជាមួយនឹងកម្ពុជាអញ្ចឹងអាវប្បធម៌របស់យើងហ្នឹងគឺវាអត់ដូចគ្នាទេហើយចាស់នៅស្រុកអាមេរិកនេះនៅពេលដែលគាត់ចាស់ទៅកូនចេញអស់ទៅគឺគាត់សល់លុយរ៉ត្រែតច្រើនណាស់អ្នកខ្លះសល់រាប់សែនដុល្លារបងប្អូនមិនមែនតិចទេណាជនជាតិអាមេរិកគាត់ខំធ្វើការមកបានប្រាក់ខែអញ្ចឹងទៅនៅពេលរ៉ត្រែតមិនមែនដូចស្រុកខ្មែររកតែលុយទិញអង្គឲ្យតែគ្រប់ហូបប្រចាំខែអត់បានទេប្រាក់រ៉ត្រែតយើងចុះបើប្រាក់រ៉ត្រែតយើងឲ្យច្រើនមិនឥឡូវកាលនៅធ្វើការរត់កាលពីមុននោះថាបាន$100ចុះដល់ពេលរ៉ត្រែតបានបើថាបាន70%នៃប្រាក់ធ្វើការបាន$70ហ្នឹងតោះតែយើងបាន100%នៃអាប្រាក់ធ្វើការហ្នឹងបាន$100មាននរណាដែលឲ្យប្រាក់រ៉ត្រែត100%នោះបងប្អូនអញ្ចឹងបើយើងធ្វើការបាន$5000រ៉ត្រែតទៅគេបើកឲ្យ$5000មែនទេគឺបានភាគរយណាមួយនៃប្រាក់រ៉ត្រែតហ្នឹងតែគាត់មានប្រាក់សន្សំប្រាក់អីច្រើនជនជាតិអាមេរិកសល់លុយសន្សំច្រើនណាស់ជាពិសេសចាស់នេះឯងហើយដែលធ្វើឲ្យពួកឆោបោកអនឡាញនេះគាត់ទី1ស្នេហាចាស់ឯកោកូនចៅចេញអស់ចាប់ផ្ដើមអ្នកនោះផ្ញើរូបថតប្រុសស្អាតស្រីស្អាតហើយតាំងលួងស្រឡាញ់គ្នាស្រឡាញ់អីចុះឡើងដល់ពេលដោះខោអាវចាប់ព្រោះធម្មតាផ្ញើរូបទៅមកគាត់មានដឹងថាអ្នកនោះឯងមិនមែនមនុស្សនឹងណារូបស្រីស្អាតឬរូបប្រុសសង្ហាដើមមានសាច់ដុំមានអីចឹងចិត្តតែអួតទៅអួតមកគ្នានេះជឿចេះទៅហើយព្រោះចាស់ក៏អត់សូវដឹងពីបច្ចេកវិទ្យាផ្ញើរូបទៅមកផ្ញើរូបចុះឡើងខាងនេះផ្ញើរូបអាក្រាតទៅខាងនោះផ្ញើរូបអាក្រាតមកអាក្រាតទៅអាក្រាតមកខាងនោះទាឲ្យខាងនោះដោះខោអាវឬក៏អីទៅចាប់ផ្ដើមចម្រិតយកលុយបដ ாய் ព្រោះដោយសារអីបានរូបថតអាភាសនេះពីភាគីមកខាងទៀតតែភាគីខាងបោកគេនោះគាត់មិនមែនពិតទេគាត់ខ្លាញ់ហ្នឹងក៏ចេះតែផ្ញើរូបនរណាឲ្យទៅខាងនេះគ្នាស្មានតែពិតមែនខំប្រឹងថតអាក្រាតថតអីទៅណេះថតយកវីដេអូទុកអស់ធ្វើជាកញ្ចប់មួយចាប់ចម្រិតយកលុយអញ្ចឹងគ្នាអត់មានជំរើសអីដើម្បីកិត្តិយសដើម្បីសេចក្តីថ្លៃថ្នូរខ្លាចគេបញ្ចេញវីដេអូហ្នឹងទៅក្រៅក៏សុកចិត្តឲ្យលុយទា1000ឲ្យ1000 5000ឲ្យ5000 10000ឲ្យ10000ទារហូតទាគ្មានទីបញ្ចប់ទេនេះហើយដែលជាជនរងគ្រោះចំណុចទី1ចំណុចទី2គឺរបៀបរងគ្រោះនៃប្រាក់សល់ច្រើនពេកហើយអត់ដឹងយកទៅធ្វើអីព្រោះខ្លួនកាន់តែចាស់ហើយឮគេថាអូបើយកមកវិនិយោគនេះបានការប្រាក់នេះឬក៏ចូលក្រុមហ៊ុននេះអីអញ្ចឹងទៅអាមេរិកជាទូទៅចូលចិត្តណាស់វិនិយោគព្រោះនេះជាគំនិតខួរក្បាលរបស់ប្រជាពលរដ្ឋអាមេរិកទាំងអស់ព្រោះគេមិនយកលុយទៅដាក់ក្រោមកន្ទេលទេការបង្រៀនសេដ្ឋកិច្ចនៅស្រុកអាមេរិកនេះគឺបង្រៀនមនុស្សឲ្យចេះចាយលុយអត់មិនបរៀនមនុស្សឲ្យសន្សំលុយទុកក្រោមកន្ទេលទេហើយបង្រៀនមនុស្សឲ្យយកលុយដាក់នៅក្នុងធនាគារយកការប្រាក់ឬរកអីអត់យកលុយទៅដាក់ក្នុងទូហឹបកែដែកទេហើយប្រពៃណីនេះរាប់រយឆ្នាំមកហើយអញ្ចឹងប្រជាពលរដ្ឋអាមេរិកគឺអ្នកណាក៏គេចេះវិនិយោគដែរដាក់លុយក្នុងផ្សារហ៊ុនទិញស្តុកទិញអីចឹងទៅគឺគេវិនិយោគតាមលទ្ធភាពដែលអាចធ្វើទៅបានព្រោះគេចង់ឲ្យសេដ្ឋកិច្ចដើរនៅអាមេរិកនេះគឺសេដ្ឋកិច្ចគេហៅថាប្រព័ន្ធសេដ្ឋកិច្ចបែបប្រើប្រាស់គេថា consumer economy នេះគឺសំដៅសេដ្ឋកិច្ចដើរដោយប្រជាពលរដ្ឋទិញជាវប្រើប្រាស់អត់មែនប្រជាពលរដ្ឋទុកលុយក្រោមខ្នើយក្រោមពូកទេអញ្ចឹងហើយបានបងប្អូនឃើញនៅហាងអាមេរិកជាទូទៅបើយើងទិញរបស់អីក៏ដោយគឺគេលើកទឹកចិត្តយើងឲ្យទិញច្រើនតែម្ដងលើកទឹកចិត្តដោយរបៀបណាបើយើងទិញឧទាហរណ៍ថាផ្លែឪឡឹកបើគេលក់$1.5តែបើយើងទិញ3តែ$10ទេហើយយើងចង់គិតថាឈួតឬក៏ជានេះបើ$1.5 3វាច្បាស់ជា$15ហើយហេតុអីបានជាមក$10អញ្ចឹងយើងគិតថាបើទិញ3មួយតែ$3កន្លះហ្នឹងអញ្ចឹងហេតុអីបានទៅទិញតែមួយខាតទិញ3នៅពេលដែលយើងទិញ3អស់$10បានឪឡឹក3ប៉ុន្តែបើយើងទិញ5ឪឡឹកហ្នឹងតែ$15ទេគឺចុះទៀតទេយើងទិញមួយ$10តែបើទិញ3អស់ចង់និយាយថាទិញកាន់តែច្រើនគឺគេឲ្យយើងបញ្ចុះកាន់តែច្រើនដើម្បីអីលើកទឹកចិត្តឲ្យយើងទិញច្រើនហើយសួរយើងទិញទៅធ្វើអីបើយើងនៅម្នាក់ឯងនឹងទិញមកធ្វើអីទេអាហ្នឹងប៉ុន្តែឃើញគេចុះតម្លៃចេះយើងចេះគិតស្ដាយអូទិញឲ្យច្រើនមកដល់តែពេលយើងទិញច្រើនយកទៅចែកគ្នាទៅឃើញអាវប្បធម៌ចែករំលែកហ៎ហូបវាមិនអស់ប៉ុន្តែបើខ្ញុំឧទាហរណ៍បើអាឡឹកមួយហ្នឹង$5បើទិញ
3គេបានអស់តែ$10ចុះបើខ្ញុំទិញ3ខ្ញុំហុចឲ្យអ្នកផ្សេង2ចិត្តផ្ទះមួយទៅឬក៏ណាទៅវាដូចតែបានប៉ុនបានកសលហើយខ្ញុំក៏ហូបមិនអស់ប៉ុន្តែបើសិនជាខ្ញុំមិនទិញអញ្ចឹងបើខ្ញុំទិញបន្តិចដូចស្មើអស់លុយប្រហែលគ្នាតែដល់ពេលទិញអញ្ចឹងបានសល់របស់ចែកគ្នាវប្បធម៌ចែករំលែកមានភ្លាមអត់ស្ដាយអត់សំណោះព្រោះទុកខ្លួនឯងក៏មិនដឹងយកទៅធ្វើអីសំទោសមិនមែនថាយកទៅហូបទៅសោះអំបោះចោលទេមិនមែននិយាយចឹងទេខ្ញុំចង់និយាយថាចាប់ផ្ដើមចេះនឹកឃើញថាបើទិញមកបើមានកូនមានចៅមានមិត្តភ័ក្តិលើកយកទៅដាក់ឲ្យគ្នាខ្លះទៅជូនគ្នាទៅឃើញចាប់ផ្ដើមសង្គមហ្នឹងគឺចាប់ផ្ដើមប្រស្រ័យតាក់តងគ្នាយកធុរៈចេះយកចិត្តគ្នាថាមើលគ្នាទៅខ្វះអីបាននេះចេះខាងនោះគេទិញបានគេយកមកផ្ញើខាងនេះបានសាឡាត់ដូចទៅ Costco អីសាឡាត់បើទិញអត់ទិញមួយដុំទេគឺគេលក់មកមួយស្បោងមាន5បាច់ប៉ុន្តែតម្លៃ5បាច់ហ្នឹងគឺបើយើងទៅទិញនៅក្រៅគឺស្មើនឹងមួយបាច់ទេតែបើទៅទិញនៅ Costco គឺយើងបាន5បាច់ចឹងមកហ្មងដែលយើងជាសមាជិកហើយយើងយកទៅឯណាអស់ហើយយើងចេះគិតខ្លួនឯងថាចុះទិញច្រើនម៉េះតែបើយើងទៅក្រៅអា Costco ផ្សារ Costco នេះទៅទិញបានតែមួយបាច់តម្លៃប៉ុណ្ណឹងតែបើទិញនៅហ្នឹងគឺទិញបាន5បាច់តម្លៃប៉ុណ្ណឹងអញ្ចឹងយើងគិតមិនហើយទិញមកហើយយកទៅចែកគ្នាទៅហៅមកដើរដាក់តាមផ្ទះទៅនេះជាវប្បធម៌ចែករំលែកមួយទី2គេហៅថាវប្បធម៌ប្រើប្រាស់គឺមនុស្សប្រើច្រើនគឺសេដ្ឋកិច្ចវាដើរនៅពេលដែលយើងទិញច្រើនកសិករក៏ផលិតបានអីហ្នឹងគឺវាដើរអញ្ចឹងហើយទៅទិញស្អីថែមរហូតដើម្បីឲ្យមនុស្សទិញនេះគឺជាគំនិតច្នៃប្រឌិតនៃពួកគេហៅថាមូលធននិយមអាមេរិកដែលឆ្លាតវៃណាស់សេដ្ឋកិច្ចបែបនេះគឺដើរដោយសារអីដល់ពេលអញ្ចឹងហើយគេចាប់ផ្ដើមដំឡើងប្រាក់ខែប្រាក់ម៉ោងធ្វើការវិញឡើងឲ្យច្រើនរដ្ឋបានបង់ពន្ធច្រើនប៉ុន្តែប្រជាពលរដ្ឋមានកម្លាំងចាយពេលប្រជាពលរដ្ឋមានលុយចាយគឺគាត់ចាប់ផ្ដើមចាយទិញនេះទិញនោះសម្លៀកបំពាក់ទៅហាងហូបអាហារក្រៅទៅសេដ្ឋកិច្ចហ្នឹងគឺវាដើរដោយសារបែបនេះឯងដែលខ្ញុំនិយាយថាសេដ្ឋកិច្ចអាមេរិកដើរគឺដោយសារវប្បធម៌នៃការដែលផ្ដោតទៅលើបន្ទុកលុយក្រោមកន្ទេលអញ្ចឹងដល់ពេលចាស់ដែលខ្ញុំនិយាយមិញលុយគាត់សល់គាត់មានគំនិតច្នៃប្រឌិតរឿងវិនិយោគអីថែមទៀតគាត់មិនទៅយកទៅណាទៅចំណាស់អស់ហ្នឹងហើយក៏ប៉ុន្តែគំនិតចង់តែវិនិយោគមិនចង់ឲ្យលុយនឹងមកកន្លែងដល់តែពួកឆបោកអនឡាញចាប់ផ្ដើមហៅគាត់ឲ្យវិនិយោគដាក់លុយនៅក្នុងអាគ្រីបតូនោះរូបិយវត្ថុគ្រីបតូហ្នឹងព្រោះជាការដូចយើងផ្សារហ៊ុនអីចឹងយកមកទិញយកវិនិយោគក្រុមហ៊ុននេះហើយពួកគាត់ងាយនឹងជឿណាស់ដោយសារអីការវិនិយោគហ្នឹងគឺជារឿងស្របច្បាប់ហើយបានលុយចឹងទៅចាប់ផ្ដើមដាក់10000 20000អ្នកខ្លះប្រាក់សន្សំ$10,000ដាក់ទាំងអស់អីចឹងអ្នកខ្លះមាន$200,000ដាក់ទាំងអស់ព្រោះវិនិយោគគេទុកចិត្តប៉ុន្តែវាចៃដន្យអីវាប៉ះចំក្រុមបោកហ៎បងប្អូនដូចក្រុម Gen Z ចឹង$15,000 លានដែលគ្រាន់តែបោកលុយជាពិសេសភាគច្រើនលុយប្រជាពលរដ្ឋអាមេរិកទេខ្មែរយើងគ្មានលុយណាទៅចាញ់បោកគេទេបងប្អូនខ្ញុំនិយាយម្ដងទៀតខ្ញុំមិនមើងងាយជាតិសាសន៍យើងទេតែខ្មែរយើងមានភ័ព្វវាសនាដោយសារយើងក្របើយើងមានណាយើងចាញ់បោកពួកឆបោកនេះអស់ដូចតែគ្នាហ្នឹងព្រោះអីតែយើងមានលុយមានអីយើងប្រហែលជាចង់វិនិយោគចង់អីបានលុយចំណេញអីទៀតទៅហើយតែដែលយើងអត់មានលុយសោះអញ្ចឹងគេបោកយើងអត់បានហើយយើងមានហើយលោកហ៊ុនសែនក៏ថាយើងមានភ័ព្វវាសនាដែលគេអត់ទាន់បង្រៀនយើងឲ្យចេះឆបោកយើងមានភ័ព្វវាសនាមួយទៀតដោយសារភាសាអង់គ្លេសយើងនៅមានកម្រិតច្រើនព្រោះបញ្ញវន្តបណ្ឌិតអីដែលចេះភាសាអង់គ្លេសក៏គាត់មិនចង់ទៅរកអាវិធីសាស្ត្ររកស៊ីឆបោកហ្នឹងដែរអាឆបោកនេះណាគេសម្រាប់តែមនុស្សដែលអត់ជំរឿសដែលមនុស្សទាត់ខ្យល់មនុស្សប៉ុន្តែចេះអង់គ្លេសខ្មែរយើងបើចេះអង់គ្លេសស្ទាត់ណាកម្រអត់ការងារធ្វើណាគាត់មានការងារសំរុំអីធ្វើបាត់ទៅហើយដូច្នេះវានិយាយទៅវាផលយើងវាល្អអញ្ចឹងវិញណាហើយយើងមិនអាចត្រូវឲ្យក្រុមនឹងរើមករើសយើងដើម្បីคลายទៅជាអ្នកឆបោកបន្តបានច្រើនទេព្រោះទី1គឺបើយើងចេះចំណេះវិជ្ជាចេះអង់គ្លេសជ្រៅជ្រះហេតុអីបានយើងទៅធ្វើឲ្យឆបោកយើងទៅធ្វើការក្រុមហ៊ុនយើងទៅធ្វើការឬក៏បើកស្អីសហគ្រាសខ្លួនឯងព្រោះអង់គ្លេសយើងចេះចំណាប់បែបនេះអញ្ចឹងហើយបានជាយើងរួចខ្លួនអញ្ចឹងហើយបានជាលោកហ៊ុនសែនថាយើងមានភ័ព្វវាសនាដែលគេអត់ទាន់បង្រៀនយើងឲ្យคลายទៅជាអ្នកឆបោកបាននៅឡើយតាមពិតលោកនិយាយត្រូវត្រង់កន្លែងហ្នឹងតែដោយសារតែកត្តាប្រជាពលរដ្ឋយើងនៅអត់ទាន់ចេះអង់គ្លេសច្រើនហើយប្រជាពលរដ្ឋយើងក្រទេកុំអីយើងនឹងคลายទៅជាជនប្រព្រឹត្តផងជាជនចាញ់បោកគេពេញទំហឹងដូចជនជាតិថៃដូចជនជាតិចិនអញ្ចឹងអាហ្នឹងរឿងហ្នឹងឥឡូវរឿងភាសាមួយទៀតដែលគាត់និយាយថាគាត់ថាកម្ពុជាជាជនរងគ្រោះ
គាត់សួរថាចូលមកច្រកណាច្រើនម្ល៉េះបើមកតាមអាកាសគាត់ដឹងថាអត់ទៀតលោកហ៊ុនសែនច្បាស់អញ្ចឹងទៀតហើយខ្ញុំទទួលស្គាល់ថាគាត់និយាយត្រូវព្រោះអីអ្នកអត់ប៉ាសពតអត់អាចជិះយន្តហោះបានទេបើគាត់មិននិយាយក៏បានដែរព្រោះអីឆ្លងដែនតាមយន្តហោះតែយើងហុចប៉ាសពតបានអាចឆ្លងដែនបានព្រោះអាប៉ាសពតហ្នឹងគឺជាលិខិតឆ្លងដែនប៉ុន្តែឆ្លងដែនតាមអាកាសលិខិតឆ្លងដែនតាមអាកាសទាល់តែមានប៉ាសពតបើអត់មកអត់បានអញ្ចឹងគាត់ថាមកតាមអាកាសដឹងអត់ទេអញ្ចឹងមកតាមណាគឺមកតាមទឹកឬក៏មកតាមគោកហើយស្រួលណាស់ឆ្លងដែនតាមគោកហ្នឹងគឺអត់ចាំបាច់ឯកសារអីច្រើនទេយើងឃើញតាមពលអញ្ចឹងមកអាយុមកចេញចូលអញ្ចឹងគាត់ថាឆ្លងតាមដែនគោកគាត់ដាក់ថាប្រទេសថៃគាត់ចាប់ផ្ដើមមើលឃើញប្រទេសថៃហ្នឹងឯងហើយឥឡូវគាត់សួរទៅក្រសួងមហាផ្ទៃសួរក្រសួងមហាផ្ទៃថាមកពីណាច្រើនម៉េះហេតុអីបានមកបានអ្នកគ្រប់គ្រងអន្តរប្រវេសន៍ខ្ញុំថារឿងនេះណាវាជាកំបិតចិត្តដងផងវាជារឿងមួយដែលរដ្ឋាភិបាលកម្ពុជាតាមរយៈលោកហ៊ុនសែនចង់យករួចខ្លួនដែរsorry ខ្ញុំនិយាយពីរឿងចង់យករួចខ្លួនហ្នឹងខ្ញុំសុំទោសខ្ញុំមានប្រសាសន៍របស់លោកម៉ែនណាតដែលជាអ្នកខ្លាំមើលសង្គមនៅឯប្រទេសន័រវេលោកសរសេរអញ្ចេះលោកហ៊ុនសែននៅថ្ងៃទី24ខែឧសភានិយាយលៀងខ្លួនថាកម្ពុជាកំពុងខូចមុខមាត់ដោយក្រុមអក្រិតជនឆបោកអនឡាញដែលចាំបាច់ត្រូវបោះសម្អាតចុះគិតយ៉ាងណាចំពោះអុកញ៉ាបោកដូចលីយ៉ុងផាត់កុកអានហ៊ុនតូជាដើមនោះនេះជាសំណួររបស់លោកម៉ែនណាទេហើយខ្ញុំនឹងនិយាយរឿងនេះបន្តិចដែរអ្នកនយោបាយកម្ពុជាបកកែនយោបាយប្រជាពិធដ្ឋណាស់បងប្អូនអញ្ចឹងឃើញឥឡូវដូចខ្ញុំនិយាយរឿងសន្តិសុខដែលយាមគ្រឿងអលង្ការអញ្ចឹងបាត់កង់បើរាយការប្រាប់គេគឺគេដកគាត់ឡើងឲ្យធ្វើការប៉ុន្តែគាត់ធ្លួយទៅរាយការប្រាប់គេឲ្យដូចជារឿងអស់សំណើចអញ្ចឹងឥឡូវលោកហ៊ុនសែនជាមេដឹកនាំប្រទេសបើថាឥឡូវអត់គាត់ចោះតាមពិតគាត់គឺជាមេដឹកនាំសប្ងៃលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីកម្ពុជាដូចខ្ញុំគ្មានមន្ទិលទេលោកហ៊ុនម៉ាណែតគ្រាន់តែជាអាយ៉ងទេក៏ប៉ុន្តែឥឡូវបើលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីចោះតើអ្នកណាទទួលខុសត្រូវចំពោះរឿងនេះរឿងព្រំដែនយើងបើកឲ្យគេចូលមកអត់មានប៉ាសពតរាប់ម៉ឺននាក់យើងការពារអត់បានផងតើយើងការពារដែនអធិបតេយ្យយើងកុំឲ្យថៃរំលោភឈ្លានពានយ៉ាងដូចម្ដេចទៅចឹងបើខ្ញុំនិយាយថាគាត់និយាយមកខ្ញុំព្រឺសបល់ភ្លាមណាខ្ញុំដឹងថាលោកហ៊ុនសែនគាត់គ្មានជំរឿសអីដើម្បីសុំសមានចិត្តពីប្រជាពលរដ្ឋឲ្យយល់ថាកម្ពុជាជាជនរងគ្រោះទេមិនមែនជាអ្នកប្រព្រឹត្តទេយើងកំពុងតែជាជនរងគ្រោះប៉ុន្តែក្នុងពេលជាមួយគ្នានេះគឺកំបិតចិត្តដងឯងរបស់លោកហ៊ុនសែនតើអ្នកណាជាអ្នកដឹកនាំប្រទេសសប្ងៃតើអ្នកណាជាអ្នកគ្រប់គ្រងកយតើអ្នកណាជាអ្នកគ្រប់គ្រងអន្តោប្រវេសន៍ក្រែងរដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតហើយអ្នកណាផ្សេងចោះក្រុមបកប្រឆាំងមែនដែលបើកដៃឲ្យពួកទាំងអស់នោះចូលមកអត់មានចឹងបានថាកម្មរបស់លោកហ៊ុនសែននិងគណៈបកប្រជាជនកម្ពុជាគឺរឿងមិនអាចទម្លាក់កំហុសនឹងទៅបកប្រឆាំងបានដោយសារអីរំលាយគេចោលអស់បើទុកក្រុមនេះឲ្យបានត្រឹមថា45កៅអីចោះឧទាហរណ៍សំទោស40ថានៅឲ្យសល់55កៅអីនឹងចោះហើយពួកគាត់68កៅអីដូចពីមុនអញ្ចឹងវាបដំប្រសងគ្នាចាប់ផ្ដើមអាចច្អល់ទៅពួកប្រឆាំងបានដែរព្រោះច្បាស់ណាស់ទាំងមានកោតាគណៈបកប្រឆាំងនៅតាមឃុំសង្កាត់តាមស្អីតំបន់ជាយដែនអីនឹងមកកណកដឹកអីមិនបបន្ទោសអីតែរដ្ឋាភិបាលម្នាក់ឯងចុះខ្លួនឯងក្រែងកាន់ការក្នុងរដ្ឋាភិបាលដែរនេះអានឹងអាចបន្ទោសបកប្រឆាំងបានបើសិនជាបកប្រឆាំងនៅឃើញល្អហ៎នៅពេលដែលមានបកប្រឆាំងនៅយ៉ាងហោចណាស់ក៏អាចជួយស្ដីបន្ទោសបកប្រឆាំងកុំឲ្យធ្ងន់ម្នាក់ឯងដែរតែឥឡូវម្នាក់ឯងសុតសាតព្រោះអីកាទៀវមកຕົកតែមកចាញ់លុយម្នាក់ឯងហើយព្រោះតែមកខ្លួនឯងហ្នឹងចង់ហូបតែម្នាក់ឯងហ្នឹងតាំងពីដើមមកអ្នកណាផ្សេងធាក់គេដួលអស់ហើយដូច្នេះតែមកចាញ់លុយទៅហើយតែឥឡូវតែមកអត់ចាញ់លុយម្នាក់ឯងទេគឺគាត់បបួលឲ្យអ្នកចាញ់លុយអនិយាយរឿងតែមកចាញ់លុយម្នាក់ឯងហ្នឹងខ្ញុំសូមអរគុណបងប្អូនយើងតាមបណ្ដាញសង្គម Facebook ដែលជួយណែនាំខ្ញុំពូកាលមុនហ្នឹងខ្ញុំនិយាយឃ្លាមួយតាក់តងឬលើសុភាសិតរបស់តាមុកណាខ្ញុំថាលើមួកលើមុកមានមួកលើមួកមានមេឃហើយខ្ញុំពន្យល់ថាតាមុកចង់និយាយថា
គ្មានអ្នកណាមានអំណាចខ្លាំងជាងតាម៉ុកទេតាមពិតខ្ញុំឆ្លោះធ្លួយកន្លែងមួយខ្ញុំនិយាយមិនអស់សេចក្តីហើយខ្ញុំអរគុណបងប្អូនយើងដែលជួយផ្ដល់យោបល់មកខ្ញុំទើបតែនឹងនឹកឃើញថាខ្ញុំនិយាយត្រូវមួយជ្រុងតែខុសមួយជ្រុងទៀតអត់មានខុសរឿងព្រឹត្តិការណ៍ទេខុសរឿងការពន្យល់អត្តន័យនៃពាក្យថាលើមុខមានមួកលើមួកមានមេឃកាលហ្នឹងពេលដែលគេចាប់តាម៉ុកគឺតាម៉ុកគាត់ប្រាប់ថាចាប់គាត់អត់បានទេណាអត់មានឲ្យចាប់អីចឹងទៅកាលហ្នឹងគាត់គាត់តតាំងខ្លាំងមែនតើព្រោះគាត់គិតថាគាត់មានអំណាចមហិមាបានន័យថាលើមុខមានមួកលើមួកមានមេឃបានន័យថាគ្មានអំណាចណាធំលើនឹងទៀតដែលមកអាចចាប់គាត់មកដាក់ឃុំឃាំងគាត់អីបានស្រេចចិត្តទេគាត់តដៃតអីចឹងក្នុងន័យអញ្ចឹងក៏ប៉ុន្តែក្នុងន័យមួយទៀតគឺលើមុខមានមួកលើមួកមានមេឃហ្នឹងគឺតាមុខក៏គាត់សំដៅថាកាទៀវមកតុកហេតុអីបានតាមុខចេញលុយតែម្នាក់ឯងគាត់ចង់និយាយថាមេដឹកនាំខ្មែរក្រហមនៅលើមួកលើមុខមានមួកលើមួកក៏មានមេឃបាននេះមានអីធំជាងហ្នឹងទៀតទៅចាប់គេផងអញ្ចឹងខ្ញុំអរគុណដើម្បីឲ្យបងប្អូនបានយល់រឿងនេះខ្ញុំក៏ស្រាយចម្ងល់រឿងនេះឥឡូវវិលមករឿងការសាររបស់ថ្នាក់ដឹកនាំកម្ពុជាដែលប្រាប់ថាខ្លួនជាជនរងគ្រោះតែខ្លួនជាអ្នកកាន់ប្រទេសឥឡូវលោកម៉ែនណាតគាត់សួរថាយើងទៅបន្ទោសពួកឆបោកអនឡាញរឿងពីរដែលកម្ពុជាកំបិតចិត្តដងឯងទី1យើងបង្ហាញអំពីការគ្រប់គ្រងប្រទេសបែបធូររលុងបងប្អូនណានេះគឺជាអំពើគ្រោះថ្នាក់ដល់ជាតិមែនតើសន្តិសុខសង្គមសន្តិសុខជាតិសន្តិសុខមាតុភូមិជនបរទេសរាប់ម៉ឺននាក់ចូលមកក្នុងប្រទេសកម្ពុជាដោយអត់លិខិតឆ្លងដែនកុំថារាប់ម៉ឺននាក់សូម្បីតែម្នាក់ក៏អាចនឹងមានផលប៉ះពាល់ចុះបើគេមកធ្វើវិធានសនាឬអបគមឬក៏ធ្វើឃាតមេដឹកនាំរបស់យើងដោយសារតែពួកអស់នឹងចូលមកបានស្រេចចិត្តតើវានឹងប៉ះពាល់ដល់ស្ថិរភាពនយោបាយកម្ពុជាប៉ុណ្ណាទៅតើវាប៉ះពាល់ដល់សន្តិសុខជាតិយើងប៉ុណ្ណាទៅរឿងនេះគ្រោះថ្នាក់ដល់ជាតិធំណាស់ដែលលោកហ៊ុនសែនហ៊ាននិយាយយ៉ាងរំភើយមនុស្សរាប់ម៉ឺនអ្នកចូលមកក្នុងស្រុកខ្មែរអត់មានប៉ាសពតចូលបានតើស្អីទៅតើគ្រប់គ្រងព្រំដែនខ្មែរយើងយ៉ាងដូចម្ដេចហើយយើងឲ្យគេចូលមកដូចទឹកបាក់ទំនប់ហើយឥឡូវគាត់និយាយហ្នឹងគាត់ស្មានតែរួចខ្លួនត្រង់ន័យថាពួកអស់ហ្នឹងចូលមកច្រើនអញ្ចឹងវាធ្វើឲ្យមានបញ្ហាយើងអត់ដឹងអីហងយើងជាជនរងគ្រោះហ្នឹងពួកអស់ហ្នឹងវាលួចរត់ចូលមកបានអញ្ចឹងបានន័យថាថៃវាបើកព្រំដែនឲ្យចូលមកព្រោះបើមិនចូលតាមថៃចូលតាមណានេះទៅរករឿងថៃទៀតខ្ញុំមកថៃខ្ញុំថាត្រោកកោលទោសថៃកុំឲ្យប្រដាក់មាត់ឲ្យសោះថៃឈ្លានពានកម្ពុជាថៃត្រូវតែបកគលទឹកដីថៃដែលដីខ្មែរដែលថៃទន្ទ្រានឈ្លានពានបានយកមកឲ្យខ្មែរវិញអត់មានបាត់1មីលីម៉ែត្រណាខ្ញុំនៅតែកោលទោសថៃគ្មានទីបញ្ចប់ទេដល់រាបណាខ្ញុំនៅមានដង្ហើមអត់មានប្រដាក់មាត់ទេថៃត្រូវតែទទួលខុសត្រូវចំពោះការសម្លាប់ទាហានខ្មែរចំពោះការសម្លាប់ជនស៊ីវិលខ្មែរចំពោះការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាសពបែបយ៉ាងចំពោះការបិទព្រំដែននិងចំពោះការដែលយកដីខ្មែរទាំង60កន្លែងជាងថៃត្រូវតែទទួលខុសត្រូវលើឆាកអន្តរជាតិមុខតុលាការព្រំដែនអន្តរជាតិមុខតុលាការយុត្តិធម៌អន្តរជាតិអត់មានប្រដាក់មាត់ទេមួនណារិតនឹងកោលទោសថៃដល់ទីបញ្ចប់ក៏ប៉ុន្តែនៅពេលដែលយើងចោទថាថៃជាអ្នកបញ្ជូនជនឆបោកមកចូលក្នុងស្រុកខ្មែរយ៉ាងប្រសាចខ្ញុំជឿថានេះគឺជាសម្ដីខ្វះការទទួលខុសត្រូវខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំខ្មែរណាព្រោះយើងជាម្ចាស់ផ្ទះមិនមែនសំខាន់រឿងគេបញ្ជូនគេមកប្រមាណនេះគឺជារបៀបដឹកនាំរបស់យើងដែលគ្មានសមត្ថភាពទប់កុំឲ្យជនបរទេសខ្វះឯកសារឬអីនឹងចូលមកបានតែយើងមិនមានអីឆ្ងល់ទេបងប្អូនយួនចូលមកក្នុងកម្ពុជាយើងខ្វះឯកសារឥឡូវឡើងដល់1លានអ្នកជាងហើយទៅឆ្ងល់អីរឿងជនបរទេសដែលចូលមកអត់ឯកសារនេះកុំធ្វើរឿងដូចរឿងទៅកើតឡើងថ្ងៃមុនដូចធ្លាក់ពីលើមេឃលោកហ៊ុនសែនគាត់ឆ្ងល់នេះគឺក្នុងចិត្តរបស់គាត់នឹងចង់ប្រាប់ប្រជាពលរដ្ឋថាអាណិតរដ្ឋាភិបាលទៅដោយសារថៃឃើញយើងកំពុងស្អប់ថៃព្រោះថៃឈ្លានពានដីយើងថៃអីឥឡូវឃើញគឺវាធ្វើឃើញថៃវាដាក់បន្ទុកមកលើយើងយកសម្រាមយកមកចាស់ចោលស្រុកខ្មែរហើយទៅចាប់ផ្ដើមយកអាមជ្ឈមណ្ឌលឆបោកអនឡាញតាមអីហ្នឹងធ្វើជាលេសវាយធ្វើសង្គ្រាមជាមួយខ្មែរយកដីខ្មែរហើយយកលេសអនឡាញឥឡូវយើងថាអ្នកដែលដាក់មេកមីគឺថៃលោកហ៊ុនសែនចង់ប្រាប់បងប្អូនអញ្ចឹងណាបងប្អូនប៉ុន្តែរឿងពីរដែលលោកហ៊ុនសែនអត់បានមើលគឺទី1យើងអត់អាចទប់ព្រំដែនរបស់យើងឲ្យរឹងមាំបានទេដោយសារមន្ត្រីយើងពុករលួយមន្ត្រីច្រកទ្វារព្រំដែនពុករលួយមន្ត្រីគយមន្ត្រីអន្តរប្រវេសន៍ដកចោលឲ្យអស់ហើយដកទាំងនាយករដ្ឋមន្ត្រីខ្មែរសប្ងៃទៀតគឺលោកហ៊ុនម៉ាណែតផងកុំហើយនឹងលោកសសិក្ខានឹងទៀតដកឲ្យអស់
បានយើងប៉ុណ្ណឹងក៏អត់ទាន់គ្រប់ផងដកឲ្យកាត់ទោសអ្នកទាំងអស់នោះទៀតឲ្យសំដោយអ្វីដែលលោកហ៊ុនសែនថាណែបើអត់មានដកតែតំណែងទេណាគឺដកហើយគឺត្រូវផ្ដន់ទាទោសនេះនៅក្នុងថ្ងៃហ្នឹងគាត់និយាយចឹងតាប្រយុទ្ធប្រឆាំងការឆបោកអនឡាញហ្នឹងគឺអត់មានអនុគ្រោះឲ្យមន្ត្រីណាកំឋានណាឯងចូលបកនឹងរាប់សិបឆ្នាំមកកំឋានណាឯងមានកណោបការៈជាមួយគណៈបកប្រជាជនកម្ពុជាយូរហើយជាអ្នកស្មោះស្ម័គ្រគឺត្រូវដកណែឯងចេញពីតំណែងហើយត្រូវបើណែឯងឆបោកអនឡាញដឹងថាណែឯងមានលុយនៅក្នុងធនាគារទ្រព្យសម្បត្តិដោយសារអំពើទុច្ចរិតនេះគឺថាត្រូវរឹបអូសយកមកជាសម្បត្តិជាតិផ្ដន់ទាទោសដាក់គុកទៀតរឿងនេះគឺជាកំបិតចិត្តដងរបស់លោកហ៊ុនសែនទៀតហើយលោកសៅលោកសសុខាលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីជាអីក្រសួងមហាផ្ទៃតើនឹងចាត់ការគាត់យ៉ាងម៉េចបើគាត់ជាអ្នកដឹកនាំប្រទេសក៏អត់ដឹងអីចឹងហើយរឿងយឺទៅចោតមន្ត្រីថ្នាក់ក្រោមចឹងការងាររបស់យើងគឺមន្ត្រីថ្នាក់ក្រោមរាយការណ៍មកកុហកយើងរួចខ្លួនតែអត់មានស្ថាប័នអូឌីតទេអញ្ចឹងហើយបានថាតែយើងហៅអើតាមតាអាជីធ្លាក់ទឹកតែស្កឥឡូវដល់ពេលស្លាប់ខ្លួនហើយឃើញនៅពេលដែលគេសរសើរឲ្យស្លាប់បង្អាប់ឲ្យរស់ឥឡូវគេសរសើរឲ្យស្លាប់ឥឡូវស្លាប់ហើយឥឡូវកំពុងតែស្លាប់ហើយនេះស្លាប់ទាំងអស់ទាំងលោកហ៊ុនសែនទាំងលោកហ៊ុនម៉ាណែតទាំងលោកសសុខាដោយសារតែលោកហ៊ុនសែនថាចាត់ការកំចាត់ហើយមិនឲ្យរួចខ្លួនចុះអ្នកណាដែលបើកដៃឲ្យអ្នកទាំងអស់នោះមកបងប្អូនសួរមើលអ្នកណាដែលមានសិទ្ធឲ្យចូលតាមព្រំដែនបើមិនមន្ត្រីអន្តោប្រវេសន៍មន្ត្រីកយមន្ត្រីថ្នាក់ដឹកនាំក្រសួងមន្ត្រីថ្នាក់លើហើយនឹងនាយករដ្ឋមន្ត្រីហ្នឹងតើអ្នកណាហើយឥឡូវអ្វីដែលមួយទៀតគាត់កំពុងតែឲ្យយើងស្អប់ថៃររឿងថាថៃនេះឯងដែលជាមេកមីហើយប្រជាពលរដ្ឋកំពុងតែស្អប់ថៃស្រាប់យើងស្ដាប់មកគឺមែនឯងថៃហ្នឹងហ្មងដែលវានាំអាចឃើញឥឡូវយកមកទម្លាក់ស៊ីបាយស្វាស៊ីបាយលៀបមាត់ប្រពែយកលេសរឿងកាស៊ីណូនៅតាមព្រំដែនហ្នឹងវាយយកដីខ្មែរអស់ហើយឥឡូវយកអាឆបោកអនឡាញហ្នឹងធ្វើដូចជាធ្វើអីណាចេញដីកាតាមចាប់លោកកុកអានចេញដែលដកសញ្ជាតិលោកលីយ៉ុងផាត់អីលាក់នឹងលាក់អីអញ្ចឹងទៅអាហ្នឹងគឺមើលទៅគឺឲ្យប្រជាពលរដ្ឋមើលទៅលោកហ៊ុនសែននិយាយហ្នឹងត្រូវមែនយើងជាជនរងគ្រោះគឺគេធ្វើបាបយើងគឺឃើញតាមទុកម្នេញអង្គញាយើងអីណាហ្នឹងធ្វើឲ្យយើងហ្នឹងអាក្រក់មែនតើតាមពិតយើងជាជនរងគ្រោះទេរឿងកំហុសឆ្គងរបស់យើងមួយធំណាស់គឺបានន័យថាយើងអត់គ្រប់គ្រងដែនអធិបតេយ្យកម្ពុជាបានកុំថាឡើយគ្រប់គ្រងព្រំដែនកុំឲ្យថៃឈ្លានពានប្រជាពលរដ្ឋបរទេសចូលមកអត់ប៉ាសពតរាប់រយរាប់ម៉ឺនរាប់សែនអ្នកបែបនេះតើវាធ្វើឲ្យទឹកដីយើងនឹងក៏ស្រួលមកម្លេះអានេះគឺជាគ្រោះថ្នាក់សម្រាប់ជាតិមួយធំណាស់ហើយខ្ញុំមិនជឿថាហេតុអីបានជាលោកហ៊ុនសែនហ៊ានប្រើភាសានឹងសោះខ្ញុំដឹងថាគាត់ចង់និយាយលួងចិត្តឲ្យប្រជាពលរដ្ឋដឹងថាហ្នឹងយើងជាជនរងគ្រោះមកពីថៃមកពីអីចឹងមិនមែនថៃនឹងអាក្រក់អីចឹងប៉ុន្តែអត់ទេកំបិតចិត្តដងឯងហើយព្រោះអីគេមើលឃើញភាពអសមត្ថភាពរបស់មន្ត្រីខ្មែរហើយឥឡូវរៀលដាលឲ្យលោកសសុខារៀលដាលដោយលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអីហ្នឹងតើនឹងចាត់ការពួកគាត់យ៉ាងដូចម្ដេចតើគាត់ទៅបកស្រាយយ៉ាងម៉េចចំពោះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសអំពីភាពឆក់ល្វែងនិងការដឹកនាំរដ្ឋដែលកជើធ្លុះបែបនេះអាហ្នឹងរឿងមួយរឿងទី2នៅពេលដែលលោកហ៊ុនសែននិយាយបែបនេះហើយចង់បង្ហាញឲ្យឃើញអំពីថៃអាក្រក់គឺយើងបង្ហាញឲ្យឃើញអំពីបញ្ហាផ្ទៃក្នុងរបស់កម្ពុជា